ព្រះពោធិសត្វភាគទី3ទុតន្តបិដកខត្តកនិកាយពុទ្ធវង្សទីបង្កពុទ្ធវង្សទី1បិដក77ទំព័រ42-43ក្អមដែលមានទឹកពេញបុគ្គលណាមួយផ្កាប់ចុះចាក់មិនឲ្យសល់តែក៏មិនដកនៅក្នុងក្អមនោះយ៉ាងណាអ្នកបើឃើញពួកស្មោមមកទោះថោកទាបខ្ពង់ពោះឬមធ្យមចូលឲ្យទៀនកុំឲ្យសេះសល់ឲ្យដូចជាក្អមដែលផ្កាប់យ៉ាងនោះឯងសត្វចាមរីកាលឃើញរោមកន្ទុយជំពាក់នឹងរបស់អ្វីមួយស៊ូស្លាប់ក្នុងទីនោះមិនព្រមផ្ដាច់កន្ទុយចោលឡើយយ៉ាងណាមិញអ្នកចូលបំពេញនៅសិលទាំងឡាយក្នុងភូមិទាំង4ចូលរក្សាសិលសពកាលឲ្យដូចជាសត្វចាមរីរក្សានៅរោមកន្ទុយយ៉ាងនោះចោះសតន្តបិដកខត្តកនិកាយពុទ្ធវង្សទីបង្កពុទ្ធវង្សទី1បិដក77ទំព័រ44បរោះការជាប់នៅក្នុងគុកអស់កាលយូរត្រូវសេចក្តីទុក្ខបៀតបៀនហើយរមែងមិនញ៉ាំងសេចក្តីត្រេកអរឲ្យកើតឡើងក្នុងគុកនោះទេរមែងស្វែងរកការរួចចាកគុកនោះយ៉ាងណាអ្នកចូលឃើញនៅភពទាំងអស់ដូចជាគុកចោះចូលបែរមុខទៅរកនេក្ខមៈដើម្បីរួចចាកភពក៏យ៉ាងនោះដែរភិក្ខុកាលប្រព្រឹត្តបណ្ឌបាតមិនរំលងនៅត្រកូលទាំងឡាយទោះថោកទាបខ្ពង់ខ្ពស់ឬមធ្យមរមែងបានចង្ហាន់លមុំយ៉ាងអត្តភាពឲ្យប្រព្រឹត្តទៅយ៉ាងណាអ្នកបើសាកសួរអ្នកប្រាជ្ញសត្វកាលនឹងដល់នៅបញ្ញាបារមីហើយបានសម្រេចសម្ពោធិញ្ញាណមិនខានក៏យ៉ាងនោះដែរសូតន្តបិដកខត្តកនិកាយពុទ្ធវង្សទីបង្កពុទ្ធវង្សទី1បិដក77ទំព័រ45-46សត្វសីហៈជាស្ដេចមរតមានព្យាយាមមិនរុញរាមានចិត្តផ្គូផ្គងសពកាលក្នុងការអង្គុយឈរដើរយ៉ាងណាអ្នកចូលផ្គូផ្គងព្យាយាមឲ្យមាំមួនក្នុងភពទាំងពួងយ៉ាងនោះចុះលុះដល់នៅវិរិយបារមីហើយនឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយធម្មតាផែនដីរមែងអត់ទ្រាំចំពោះវត្ថុទាំងពួងទោះស្អាតក្តីមិនស្អាតក្តីដែលគេដាក់ចុះហើយរមែងមិនធ្វើនៅសេចក្តីថ្នាំងថ្នាក់និងសេចក្តីត្រេកអរឡើយយ៉ាងណាអ្នកក៏គួរអត់ទ្រាំនៅការរាប់អាននិងការមើលងាយរបស់ពួកជនទាំងពួងក៏យ៉ាងនោះដែរលុះដល់នៅខន្តីបារមីហើយនឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយសូតន្តបិដកខត្តកនិកាយពុទ្ធវង្សទីបង្កពុទ្ធវង្សទី1បិដក77ទំព័រ47-48ធម្មតាផ្កាយព្រឹកជីជញ្ជីងរបស់លោកព្រមទាំងទេវលោករមែងមិនឃ្លាតចាកផ្លូវក្នុងរដូវភ្លៀងឬហេមន្តរដូវឡើយយ៉ាងណាអ្នកកុំឃ្លាតចាកផ្លូវនៃសច្ចៈទាំងឡាយក៏យ៉ាងនោះដែរលុះដល់នៅសច្ចៈបារមីហើយនឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយភ្នំថ្មឥដ្ឋក៏ក្រាកតាំងនៅស៊ប់មិនរញ្ជួយដោយខ្យល់ដ៏ខ្លាំងក្លារមែងតាំងនៅក្នុងទីរបស់ខ្លួនដដែលយ៉ាងណាអ្នកចូលគុំមកកម្រើកក្នុងអធិដ្ឋានបារមីសពកាលក៏យ៉ាងនោះដែរលុះដល់នៅអធិដ្ឋានបារមីហើយនឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយសតន្តបិដកខត្តកនិកាយពុទ្ធវង្សទីបង្កពុទ្ធវង្សទី1បិដក77ទំព័រ49ធម្មតាទឹករមែងផ្សព្វផ្សាយត្រជាក់ស្មើចំពោះជនទាំងល្អទាំងអាក្រក់រមែងកំចាត់បងនៅធូលីនិងមន្ទិលយ៉ាងណាអ្នកចូលចម្រើនមេត្តាឲ្យស្មើចំពោះមិត្តនិងសត្រូវក៏យ៉ាងនោះដែរលុះដល់នឹងមេត្តាបារមីហើយនឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយធម្មតាផែនដីតែងប្រងើយកន្តើយចំពោះវត្ថុមិនស្អាតក្តីស្អាតក្តីដែលគេដាក់ចុះហើយតែងវិចារសេចក្តីក្រោធនិងសេចក្តីត្រេកអរចំពោះវត្ថុទាំងនោះយ៉ាងណាអ្នកចូលធ្វើខ្លួនឲ្យដូចជាជញ្ជីងចំពោះសុខនិងទុក្ខសពកាលក៏យ៉ាងនោះដែរលុះដល់នៅឧបេក្ខាបារមីហើយនឹងបានសម្រេចសម្ពោធិញ្ញាណពុំខាន1ចលពោធិជាដកបិដកលេខ59ទំព័រ174 176និងអដ្ឋកថាសម្ដេចព្រះភគវាការដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាព្រះជេតពនមហាវិហារព្រះអង្គបានប្ររពនៅភិក្ខុមួយអង្គដែលច្រើនទៅដោយសេចក្តីក្រោធទ្រង់បានត្រាស់នៅព្រះធម៌ទេសនានេះថាយោតេអ៊ីម៉ាំងវិសាលខੰដូច្នេះជាដើម
បានលើថាភិក្ខុអង្គនោះសូម្បីបួសនៅក្នុងព្រះពុទ្ធសាសនាដែលជាសាសនានាំសត្វចិញ្ចាទុកក៏មិនអាចដើម្បីនឹងគ្របសង្កត់នៅសេចក្តីក្រោធបានលោកជាបុគ្គលដែលច្រើនទៅដោយសេចក្តីក្រោធច្រើនដោយការទាស់ចិត្តក្រាន់តែគេពលស្ដីឲ្យបន្តិចបន្តួចក៏ក្រែវក្រោធប្រទុះតបមានសភាពដូច្នោះឯងព្រះបរមសាស្តាទ្រង់ជ្រាបថាភិក្ខុអង្គនោះច្រើនដោយសេចក្តីក្រោធដូច្នោះហើយទើបព្រះអង្គត្រាស់ហៅឲ្យភិក្ខុនោះមកហើយទ្រង់ត្រាស់ដូច្នេះថាមនាលភិក្ខុបានលើថាលោកជាបុគ្គលច្រើនដោយសេចក្តីក្រោធពិតមែនឬការដែលភិក្ខុនោះក្រាបទូលថាបបិទ្ធព្រះអង្គដោយចម្រើនពិតដូច្នោះមែនទើបព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុដែលឈ្មោះថាសេចក្តីក្រោធលោកគួរតែហាមឃាត់វាព្រោះសេចក្តីក្រោធដែលមានសភាពបែបនេះនឹងធ្វើប្រយោជន៍ឲ្យក្នុងលោកនេះនិងក្នុងលោកខាងមុខនោះមិនមានឡើយលោកបួសក្នុងធម្មវិន័យរបស់ព្រះពុទ្ធដែលមិនក្រោធហើយហេតុអ្វីបានជានៅតែក្រោធពិតណាស់បណ្ឌិតទាំងឡាយពីបុរាណសូម្បីបួសនៅក្នុងលទ្ធិក្រៅព្រះពុទ្ធសាសនាក៏មិនធ្វើនៅសេចក្តីក្រោធដែររួចហើយទ្រង់នាំយករឿងក្នុងអតីតកាលមកសម្ដែងដូចតទៅក្នុងអតីតកាលការព្រះបាទព្រហ្មទត្តគ្រប់គ្រងរាជសម្បត្តិក្នុងនគរពារាណសីនាដែនកាសីមានព្រាហ្មណ៍ម្នាក់ជាអ្នកមានភោគសម្បត្តិច្រើនគ្រានោះព្រះបរមពោធិសត្វចុតិចៈព្រហ្មលោកមកបដិសន្ធិក្នុងផ្ទៃនៃនាងព្រាហ្មណីកាលដែលប្រសូតហើយពួកញាតិក៏បានដាក់ឈ្មោះថាពោធិកុមារលុះពោធិកុមារចម្រើនវ័យហើយក៏ទៅនគរតកសិលារៀនចប់សិលសាស្ត្រគ្រប់យ៉ាងទើបត្រឡប់មកព្រះនគររបស់ខ្លួនវិញមាតាបិតាបាននាំកូនស្រីដែលមានត្រកូលស្មើគ្នាមកឲ្យទាំងដែលព្រះពោធិសត្វមិនមានការប្រាថ្នាសោះឡើយចំណែកកូនស្រីនោះក៏ចុតិពីព្រហ្មលោកមកកើតដូចគ្នាមានរូបរាងកាយល្អល្អះប្រៀបដូចទេពអប្សរទាំងពីរអង្គាទោះជាមិនប្រាថ្នាក៏ពួកញាតិចាត់ការរៀបអវិហៈវិវាហៈមង្គលឲ្យដែរអ្នកទាំងពីរនៅជាមួយគ្នាមិនមានចិត្តរវើរវាយដោយកិលេសឡើយសូម្បីគ្រាន់តែសម្លឹងមើលគ្នាដោយអំណាចនៃរាគៈក៏មិនមានដែរឯចំណែកមេធនធម៌មិនធ្លាប់ជួបប្រសពសូម្បីតែក្នុងកាលយល់សពទាំងពីរអ្នកជាមានសិលបរិសុទ្ធប្រកបដោយប្រការដូច្នោះឯងក្រោយមកកាលដែលមាតាបិតាធ្វើកាលកិរិយាហើយព្រះពោធិសត្វបានហៅនាងជាភរិយាមកប្រាប់ថាមនានាងដោយចម្រើននាងចូលទទួលទ្រព្យ80កោដនេះទុកចិញ្ចឹមជីវិតឲ្យជាសុខចុះនាងជាភរិយាសួរថាចុះចំណែកអ្នកជាម្ចាស់វិញនោះព្រះបរមពោធិសត្វតបថាខ្ញុំមិនមានកិច្ចដោយទ្រព្យឡើយខ្ញុំនឹងចូលទៅកាន់ដែនដីព្រៃហេមពៀនបួសជាតាបោះធ្វើទីពឹងរបស់ខ្លួននាងជាភរិយាសួរទៀតថាបបិទ្ធអ្នកជាម្ចាស់បព្វជិនោះគួរដល់តែពួកបរោះទេឬព្រះបរមសាស្តាតបថាសូម្បីពួកស្រីក៏គួរដែរណានាងដល់ចម្រើនភរិយាទៅពោលថាបើដូច្នោះខ្ញុំម្ចាស់មិនទទួលទឹកកំហាកដែលអ្នកជាម្ចាស់ខាក់ស្ដោះចោលនោះទេសូម្បីខ្ញុំក៏មិនមានកិច្ចដោយទ្រព្យដែរខ្ញុំម្ចាស់នឹងបួសជាមួយអ្នកជាម្ចាស់ដែរព្រះបរមពោធិសត្វក៏ទទួលថាសាធុសាធុល្អហើយមនាលនាងដោយចម្រើនអ្នកទាំងពីរបានឲ្យមហាទានហើយចេញទៅសាងអាស្រមក្នុងភូមិប្រទេសដ៏ជាទីរីករាយបួសហើយក៏ស្វែងរកផល្លាផលចិញ្ចឹមជីវិតក្នុងទីនោះរហូតដល់10ឆ្នាំតែឈានសមាបត្តិមិនបានកើតឡើងដល់លោកទាំងពីរឡើយគឺឥសីទាំងពីរនៅក្នុងទីនោះ10ឆ្នាំបានសុខដែលកើតអំពីបព្វជិតែប៉ុណ្ណោះដើម្បីសែបសោយនៅរស់ប្រៃជាដើមទើបត្រាច់ចរិតទៅតាមជនបទដល់ព្រះនគរពារាណសីដោយលំដាប់ហើយអាស្រ័យនៅក្នុងព្រះរាជាឧទ្យានថ្ងៃមួយព្រះរាជាទូតប្រណេតឃើញបរោះអ្នករសាសួនកាន់គ្រឿងបណ្ណាការមកកលទើបត្រាស់ថាយើងនឹងទៅកំសាន្តសួនអ្នកចូលជំរះផ្លូវហើយរៀបចំសួនឧទ្យានឲ្យស្អាតព្រះរាជាស្ដេចទៅកាន់ព្រះឧទ្យានដែលនាយឧទ្យានបាលនោះសម្អាតរៀបរយល្អហើយព្រមដោយបរិវារដ៏ច្រើនខណៈនោះឥសីទាំងពីរក៏កំពុងតែគង់នៅក្នុងព្រះរាជាឧទ្យានដែរ
បានអង្គុយឲ្យការកន្លងទៅដោយសេចក្តីសុខដែលកើតពីបព្វជិព្រះរាជាស្ដេចកំសាន្តព្រះរាជាហារតីក្នុងឧទ្យានបានទួតប្រណេតឃើញឥសីទាំងពីរនោះការដែលទ្រង់សម្លឹងមើលនាងបរិពាជិកាដែលមានរូបរាងល្អអស្ចារ្យក៏កើតដំរេកមានហឫទ័យប្រតិព័ទ្ធព្រះអង្គញាប់ញួរដោយអំណាចនៃកិលេសទ្រង់ព្រះតម្រេះថាយើងនឹងសាកសួរមើលសិនតើនាងបរិពាជិកានេះត្រូវជាអ្វីនឹងព្រះតបោះនេះរួចហើយទ្រង់ក៏ចូលទៅរកព្រះបរមពោធិសត្វត្រាស់សូត្រថាបបិទ្ធបព្វជិតនាងបរិពាជិកានេះត្រូវជាអ្វីជាមួយនឹងលោកព្រះតបោះតបថាមហាបពិតមិនមានជាអ្វីនឹងគ្នាទេគ្រាន់តែបួសជាមួយគ្នាតែប៉ុណ្ណោះប៉ុន្តែការដែលនៅពីក្រហោះនាងគឺជាភរិយារបស់អាត្មាភាពព្រះរាជាទ្រង់ព្រះសណ្ដាប់ដូច្នោះហើយទ្រង់ព្រះតម្រេះថានាងនេះមិនមានជាអ្វីនឹងព្រះតបោះនេះឡើយតែជាភរិយាគ្រាដែលនៅពីក្រហោះដូច្នេះកាលបើយើងនឹងនាំយកនាងនេះទៅដោយកម្លាំងនៃភាពជាធំរបស់យើងតើព្រះតបោះនេះនឹងធ្វើយ៉ាងណាណោះយើងនឹងសួរសាកមើលសិនរួចហើយព្រះរាជាទើបចូលទៅចិត្តពោលនៅព្រះគាថាទី1ថាយោតេអ៊ីមេសੰវិសាលខੰពេយ៉ាងសមលហាសិណੰអាទាយៈពលៈកិច្ឆយៈកੰនុកយិរាសិព្រាមណៈបើបុគ្គលណាចាប់យកនាងបរិពាជិកានាងមានមុខញញឹមស្រស់ថ្លានេត្រាធំទូលាយដូចរាយមន្តស្នេហ៍គួរជាទីស្រឡាញ់នេះដែលនាងជារបស់អ្នកគឺចាប់ទៅដោយកម្លាំងពលកាមនាលព្រាមតើអ្នកប្រាថ្នានឹងធ្វើអ្វីដល់បុគ្គលនោះបណ្ដាបទទាំងនោះបទថាសੰសិលហាសិណੰបានដល់អ្នកមានផ្ទៃមុខញញឹមតិចតិចបទថាពលៈកិច្ឆយៈបានដល់នាំយកទៅដោយពលិកាគំរាមកំហែងបទថាកੰនុកយិរាសិដោយសេចក្តីថាមនាលព្រាមអ្នកនឹងធ្វើយ៉ាងណាដល់បុគ្គលនោះលំដាប់នោះព្រះបរមពោធិសត្វបានស្ដាប់ព្រះតម្រាស់របស់ព្រះរាជាហើយបានពោលនៅព្រះគាថាទី2ថាឧបច្ចេមេនមុញ្ជយៈអ្នកមេមុញ្ជយៈជីវិតោរជាងវៈវិបលាវុទ្ធិខបមេវៈនិវិរិយេសេចក្តីក្រោធកើតឡើងដល់អាត្មាគឺចេញមកមិនបានឡើយកាលអាត្មានៅមានជីវិតសេចក្តីក្រោធចេញមកមិនបានទេអាត្មាហាមឃាត់ដោយឆាប់រហ័សឲ្យដូចជាភ្លៀងធំរងាប់នៅធូលីក៏បីជ្រាបសេចក្តីនៃព្រះគាថានេះដូច្នេះថាមហាបពិតកាលបើអ្នកនាំយកនាងនេះទៅសេចក្តីក្រោធក៏បីកើតឡើងដល់អាត្មាភាពនៅខាងក្នុងសេចក្តីក្រោធនោះកាលដែលកើតឡើងក្នុងអាត្មាភាពហើយមិនចេញមកខាងក្រៅទេនិងមិនចេញមកឡើយគឺមិនចេញមកតាមផ្លូវកាយផ្លូវវាចានិងមុខមាត់អាកប្បកិរិយាដរាបណាដែលអាត្មានៅមានជីវិតដរាបនោះអាត្មានឹងមិនអោយសេចក្តីក្រោធនោះតាំងនៅក្នុងអាត្មាដោយការនៅរួមគ្នាឡើយអាត្មានឹងគ្រប់សង្កត់ហាមឃាត់ដោយមេត្តាភាវនាយ៉ាងឆាប់រហ័សដោយភ្លៀងដែលមានក្របធំធំជំរះលាងធូលីដែលកើតឡើងហើយយ៉ាងឆាប់រហ័សដូចនោះឯងព្រះបរមពោធិសត្វបានបន្លឺសីហនាថយ៉ាងនេះចំណែកព្រះរាជាសូម្បីទ្រង់បាននៅព្រះសណ្ដាប់ពាក្យរបស់ព្រះបរមពោធិសត្វហើយក៏ដោយក៏មិនអាចនឹងហាមព្រះហឫទ័យរបស់ព្រះអង្គដែលទ្រង់ប្រតិបត្តិបានឡើយព្រះរាជាបានបង្គាប់អាមាត្យម្នាក់ថាអ្នកចូលនាំនាងបរិពាជិកានេះទៅកាន់ព្រះរាជានិវេសអាមាត្យនោះទទួលនៅព្រះរាជបញ្ជាហើយបាននាំនាងបរិពាជិកាទៅដែលនាងបានស្រែកយំទាំងដែលបានពោលថាអធម៌កំពុងប្រព្រឹត្តទៅក្នុងលោកមិនសមគួរឡើយដូច្នេះជាដើមព្រះបរមពោធិសត្វស្ដាប់សំឡេងយំសោករៀបរាប់របស់នាងហើយបានសម្លឹងមើលនាងត្រឹមតែម្ដងប៉ុណ្ណោះមិនបានមើលទៀតឡើយនាងត្រូវបានពួករាជាបុរសនាំយកទៅកាន់ព្រះរាជានិវេសទាំងសម្រេចសោកសៅស្ដេចអន្តរពាលក៏មិនបានបង្អង់ឲ្យយឺតយូរនៅនឹងព្រះរាជាឧទ្យានឡើយទ្រង់ប្រញាប់ត្រឡប់ទៅកាន់ព្រះរាជាវាំងវិញហើយត្រាស់បង្គាប់ឲ្យនាំយកនាងបរិពាជិកានោះមក
ព្រះរាជាបានលួងលោមដោយពាក្យស្នេហានិងបានសន្យាប្រគល់យោឲ្យនាងខ្ពងខ្ពស់បានជាធំលើស្រីទាំងឡាយតែនាងបានពរនានៅទោសរបស់យោនិងរៀបរាប់នៅគុណរបស់បព្វជិរឿយៗជានិច្ចព្រះរាជាទ្រង់ប្រើវិធីសពគ្រប់ក៏មិនអាចនឹងចងចិត្តនាងទុកបានឡើយស្ដេចទ្រង់ត្រាស់បង្គាប់ឲ្យឃុំឃាំងនាងក្នុងបន្ទប់ហើយទ្រង់ព្រះតម្រិះថានាងព្រះពាយិកានេះមានសិលមានកល្យាណធម៌មិនប្រាថ្នានៅយោដែលមានសភាពបែបនេះឡើយសូម្បីព្រះតាបសនោះការដែលនាងព្រះពាយិកាដ៏ស្អាតបែបនេះត្រូវចាប់បង្ខំយកមកក៏មិនបានសម្លឹងមើលដោយសេចក្តីក្រោធដែរប៉ុន្តែធម្មតាបព្វជិតរមែងមានមាយាច្រើនប្រកបអ្វីឡើងដើម្បីធ្វើឲ្យយើងវិនិច្ឆ័យក៏មិនដឹងយើងនឹងទៅមើលឲ្យដឹងសិនថាលោកកំពុងធ្វើអ្វីទ្រង់ព្រះតម្រិះដូច្នេះហើយក៏មិនអាចនៅយូរបានឡើយស្ដេចប្រញាប់យាងទៅព្រះរាជាឧទ្យានចំណែកព្រះបរមពោធិសត្វកំពុងតែគង់នៅដេចីវរព្រះរាជាព្រមដោយបរិវារតិចតួចទ្រង់ចូលទៅស្ងាត់មិនឲ្យឮសំឡេងព្រះបាទឡើយព្រះបរមពោធិសត្វមិនបានសម្លឹងមើលព្រះរាជាចេះតែដេចីវរជាបន្តទៅព្រះរាជាក៏យល់ខុសថាព្រះតាបសនេះមានសេចក្តីក្រោធទើបមិនប្រស្រ័យជាមួយនឹងយើងជាតាបសកោងមុនដំបងអួតអាងថានឹងមិនឲ្យសេចក្តីក្រោធកើតឡើងឡើយការបើកើតឡើងក៏នឹងគ្របសង្កត់ដោយឆាប់រហ័សតែឥឡូវនេះតាបសប្រហើនដោយសេចក្តីក្រោធមិននិយាយជាមួយនឹងយើងដូច្នេះហើយស្ដេចទើបត្រាស់នៅប្រគាថាទី3ថាយនុពុពេវិកដ្ឋិតោពលមហេវៈអបសិតោស្វ័យជាតុមហេកតោតានិសង្ឃាដឹងសពមច្ចសេថ្ងៃមុនលោកនិយាយអួតអាងយ៉ាងណានោះណឥឡូវថ្ងៃនេះលោកដូចជាអាងកម្លាំងធ្វើជាមិនឃើញយើងហើយនៅស្ងៀមសំងំដេជីវរធ្វើសង្ឃេដីទៅវិញព្រះបរមពោធិសត្វបានស្ដាប់ដូច្នោះទើបគិតថាព្រះរាជាអង្គនេះយល់ខុសចំពោះយើងដែលយើងមិនប្រស្រ័យជាមួយនឹងព្រះអង្គថាយើងស្ងៀមដោយអំណាចនៃសេចក្តីក្រោធយើងនឹងទូលព្រះអង្គនៅសេចក្តីដែលយើងមិនលុះក្នុងអំណាចនៃសេចក្តីក្រោធដែលកើតឡើងឲ្យទ្រង់ជ្រាបក្នុងទីនេះហើយបានសម្ដែងនៅព្រះគាថាទី4ថាឧបច្ចិមេអ្នកមុញចិត្តថាអ្នកមេមុញចិត្តថាជីវិតោរជាងវៈវិបលាវុទ្ធិខបមេវៈនិវេរយឹងសេចក្តីក្រោធកើតឡើងដល់អាត្មាគឺចេញមកមិនបានឡើយកាលអាត្មានៅមានជីវិតសេចក្តីក្រោធចេញមកមិនបានទេអាត្មាហាមឃាត់ដោយឆាប់រហ័សឲ្យដូចជាភ្លៀងធំរងាប់នៅធូលីព្រះរាជាទ្រង់ព្រះសណ្ដាប់ដូច្នោះហើយទ្រង់ព្រះតម្រិះថាតាបសនេះនិយាយសម្ដៅចំពោះតែសេចក្តីក្រោធប៉ុណ្ណោះឬសម្ដៅដល់សិល្បៈអ្វីដតីផងយើងនឹងសួរលោកសិនការដែលទ្រង់ត្រាស់សួរបានត្រាស់នៅប្រគាថាទី5ថាកន្តេឧបច្ចិណោមុញ្ចេកន្តេអ្នកមុញ្ចិជីវិតោរិច្ចាំងវៈវិបលាវុទ្ធិកតមੰតវាងនិវេរយិសេចក្តីក្រោធកើតឡើងដល់លោកគឺចេញមកមិនបាននោះតើដូចម្ដេចការលោកនៅមានជីវិតសេចក្តីក្រោធចេញមកមិនបាននោះតើយ៉ាងណាលោកពោលហាមឃាត់នៅសេចក្តីក្រោធដោយឆាប់រហ័សឲ្យដូចជាភ្លៀងធំរងាប់នៅធូលីនោះតើយ៉ាងណាដែរព្រះបរមពោធិសត្វបានស្ដាប់ដូច្នោះហើយក៏បានពោលថាមហាបពិតសេចក្តីក្រោធមានសេចក្តីទោសដោយច្រើនសន្ធឹកប្រកបដោយមហន្តរាយសេចក្តីក្រោធមួយបែបកើតដល់អាត្មាភាពហើយតែអាត្មាភាពបានហាមឃាត់នៅសេចក្តីក្រោធដែលកើតឡើងហើយនោះដោយមេត្តាភាវនាដូច្នេះហើយការដែលនឹងប្រកាសទោសនៃសេចក្តីក្រោធទៅពោលគេថាទាំងអស់នេះថាយមហេចេតេនបសតិអជាតេសាធុបសតិសោមេឧបច្ចិណោមុច្ចេកោថោទុំមេធកោចរោកាលសេចក្តីក្រោធកើតឡើងហើយបុគ្គលរមែងមើលមិនឃើញនៅប្រយោជន៍របស់ខ្លួននិងប្រយោជន៍របស់អ្នកដទៃឡើយកាលបើសេចក្តីក្រោធមិនកើតឡើងទេបុគ្គលទៅមើលឃើញបានដោយប្រពៃសេចក្តីក្រោធនោះកើតឡើងដល់អាត្មាភាពហើយ
ចេញមកមិនបានឡើយសេចក្តីក្រោធជាទីគោចររបស់មនុស្សល្ងងខ្លៅសេចក្តីក្រោធជាទីគោចររបស់បុគ្គលល្ងងខ្លៅយានជាតេអ្នកនន្តន្តិអមិត្តាទុក្ខមេសិណោសោមេឧបច្ចិណោមុញ្ចេកោថោទុំមេធកោចរោបុគ្គលទាំងឡាយដែលជាសត្រូវនឹងយើងជាអ្នកស្វែងរកសេចក្តីស្ទុកឲ្យយើងរមែងត្រេកអរនឹងយើងដែលមានសេចក្តីក្រោធកើតឡើងបុគ្គលអ្នកក្រោធជាសត្រូវដល់ខ្លួនឯងស្វែងរកទុកមកដាក់ខ្លួនសេចក្តីក្រោធនោះកើតឡើងដល់អាត្មាភាពហើយចេញមកមិនបានឡើយសេចក្តីក្រោធជាទីគោចររបស់បុគ្គលល្ងងខ្លៅយសមញ្ចៈជាយមានណាស្មឹងសតតថាំងនាវពុជតិសោមេឧបច្ចិណោមុញ្ចេកោថោទុំមេធកោចរោកាលសេចក្តីក្រោធកើតឡើងហើយបុគ្គលរមែងមិនដឹងនៅប្រយោជន៍របស់ខ្លួនសេចក្តីក្រោធនោះកើតឡើងដល់អាត្មាភាពហើយចេញមកមិនបានឡើយសេចក្តីក្រោធជាទីគោចររបស់បុគ្គលល្ងងខ្លៅយេនាភិភូតោកុសលង្ជាហាតេបរករេវិពលញ្ចាបេអដ្ឋังសភិសសេណោពលវាបមន្តិកោថោមហារាជៈអ្នកមេអមុញ្ញថាបបិទ្ធមហារាជបុគ្គលត្រូវសេចក្តីក្រោធណាគ្រប់សង្កត់ហើយរមែងលះបង់ចោលនៅកុសលផងធ្វើប្រយោជន៍ដ៏ធំទូលាយឲ្យសាបសូន្យផងបុគ្គលអ្នកក្រោធនោះត្រូវសេនាគឺកិលេសមួយកងពលធំដែលគួរឲ្យខ្លាចមាននៅកម្លាំងគ្រប់សង្កត់ញោមញីឲ្យលុះក្នុងអំណាចបានប៉ុន្តែសេចក្តីក្រោធនោះមិនអាចចេញពីអាត្មាភាពបានឡើយកត្ថាស្មឹងមត្ថមានស្មឹងបាវកោនាមជាយតិតមេវកថាំងតហតិយស្មាសោជាយតិកិនិធម្មតាភ្លើងរមែងកើតក្នុងឈើដែលពូតគឺគូតគ្នាទាល់តែក្តៅរហូតឆេះចេញជាភ្លើងនោះកើតអំពីឈើណាក៏ឆេះនៅឈើនោះវិញអេវាំងមន្តសបោសសៈពេលសៈអវិជានតោសារម្ភាជាយតិកោថោសោបិតេនេវដេយហតេសេចក្តីក្រោធរមែងកើតឡើងដល់បុគ្គលពេលជាមនុស្សល្ងងខ្លៅមិនដឹងសេចក្តីពិតព្រោះការប្រជែងយកឈ្នះរៀងខ្លួនម្ល៉េះហើយគេក៏ត្រូវសេចក្តីក្រោធនោះឯងដុតឈួលឆាបឆេះអគិវតិនកថាស្មឹងកោថោយសៈបវត្តតិនិហិយតិតសយសោកាលបក្ខេវចន្តិមេសេចក្តីក្រោធរមែងចម្រើនឡើងដល់បុគ្គលណាដោយភ្លើងដែលចម្រើនឡើងក្នុងគំនរស្មៅនឹងឈើដូច្នោះឯងយោរបស់បុគ្គលនោះរមែងសាបសូន្យដោយប្រច័នខាងរណោចអនិន្ទោធូមកេតោវៈកោថោយសោបសម្មតិអពរតិតសយសោសុកបក្ខេវចន្តិមេតិសេចក្តីក្រោធរបស់បុគ្គលណាស្ងប់រងាប់ដោយភ្លើងដែលអស់ស្មៅអស់ឈើដូច្នោះយោរបស់បុគ្គលនោះរមែងបរិបូរដោយប្រច័នខាងខ្នើតទាំង8គាថាមានអត្តកថាដូចតទៅបណ្ដាបទទាំងនោះបទថាអ្នកបាសតិគឺរមែងមិនឃើញសូម្បីតែប្រយោជន៍ខ្លួនឯងចាំបាច់ពោលទៅធ្វេដល់ប្រយោជន៍អ្នកដទៃបទថាសាធុបាសតិបានដល់រមែងឃើញប្រយោជន៍ទាំងពីរគឺប្រយោជន៍ខ្លួននិងប្រយោជន៍អ្នកដទៃបានដោយប្រពៃបទថាទុំមេធកោចរោសេចក្តីក្រោធគឺជាកន្លែងធានារ៉ាប់រងនៃបុគ្គលដែលប្រាសចាកបញ្ញាទាំងឡាយបទថាទុក្ខមេសិណោគឺចង់បានទុកមកដាក់ខ្លួនបទថាសតថាំងបានដល់ប្រយោជន៍របស់ខ្លួនគឺសេចក្តីចម្រើនទាំងដោយអត្តទាំងដោយធម៌បទថាបរករេបានដល់ធ្វើប្រយោជន៍ធំទូលាយឲ្យជារបស់អ្នកដទៃអ្នកទាំងឡាយចូលនាំចេញទៅអាត្មាមិនត្រូវការដោយអ្វីនេះទេពោលគឺធ្វើប្រយោជន៍ដ៏ធំឲ្យវិនិច្ឆ័យសាបសូន្យបទថាសភិសមេណោដោយសេចក្តីថាគេប្រកបដោយសេនាគឺកិលេសមួយកងពលធំដែលនឹងញ៉ាំងភ័យឲ្យកើតឡើងបទថាបមន្តិគឺព្រោះអំណាចដែលខ្លួនមានសេនាគឺកិលេសច្រើនទើបជាអ្នកអាចចាប់សត្វទាំងឡាយមកគ្រប់សង្កត់ញោមញីធ្វើឲ្យនៅក្នុងអំណាចរបស់ខ្លួនបាននេះសម្ដែងអំពីអំណាចនៃសេចក្តីក្រោធបទថាអ្នកមេអមុញ្ញថៈអដ្ឋកថាថាអ្នកមេអមុញ្ញថៈ
ដោយសេចក្តីថាមិនបានរបូតចេញពីសំណាក់នៃអាត្មាភាពឡើយបទថាកថាស្មឹងអត្ថមានស្មឹងបានដល់ឈើដែលគេយកមកគូតគ្នាបទថាយេស្មាដោយសេចក្តីថាភ្លើងកើតឡើងអំពីឈើណាក៏ដុតឈើនោះឯងភ្លើងឈ្មោះថាគិនិបទថាពេលសៈអវិជ្ជាណតោគឺបុគ្គលល្ងងខ្លៅមិនដឹងការពិតបទថាសាវរម្ភាជាយទេដោយសេចក្តីថាសេចក្តីក្រោធរមែងកើតឡើងដល់បុគ្គលដែលទាញទៅទាញមកព្រោះប្រណាំងប្រជែងគ្នាដោយមានការធ្វើឲ្យហួសហេតុជាលក្ខណៈដោយភ្លើងព្រៃដែលកើតឡើងពីការកូតគ្នានៃឈើដូច្នោះឯងបទថាសបិតេនេវៈដោយសេចក្តីថាដែលគេជាមនុស្សល្ងងខ្លៅដូច្នោះទើបគេនោះត្រូវសេចក្តីក្រោធដុតឲ្យឆេះក្តៅរលរាលដល់នៅសេចក្តីអន្តរាយដោយឈើដែលត្រូវភ្លឹងឆេះកំតិចដូច្នោះដែរបាទនៃគាថាអនិន្ទោធូមកេតោវៈអត្តកថាថាធូមកេតោវៈប្រែថាដូចភ្លើងដែលមិនមានអ្វីដាក់ឲ្យឆេះបទថាតស្សៈជាដើមដោយសេចក្តីថាយោដែលបុគ្គលប្រកបដោយអធិវាសនៈខន្តីនោះបានហើយរមែងពេញបរិបូរដោយព្រះច័ន្ទខាងខ្នត់ដូច្នោះឯងព្រះរាជាទ្រង់ព្រះសម្ដាប់នៅធម្មកថារបស់ព្រះពោធិសត្វហើយក៏ត្រេកអរទើបបង្គាប់ឲ្យអាមាត្យម្នាក់ទៅនាំនាងបរិពាជិកាមកវិញហើយទ្រង់ត្រាស់ថាបបិទ្ធលោកម្ចាស់ដោយចម្រើនដោយលោកម្ចាស់មិនមានសេចក្តីក្រោធសូមលោកទាំងពីរតាំងនៅក្នុងសេចក្តីសុខដែលកើតអំពីបព្វជិក្នុងព្រះរាជាឧទ្យាននេះចុះខ្ញុំនឹងជួយពិភៈរក្សាប្រកបដោយធម៌អស់លោកទាំងពីរព្រះរាជាសូមខមាទោសនមស្ការព្រះតបោះហើយស្ដេចក៏បានចេញទៅបព្វជិតទាំងពីរអង្គបានគង់នៅក្នុងព្រះរាជាឧទ្យាននោះឯងក្រោយមកនាងព្រះពេជ្ជកាក៏ដល់នៅមរណភាពចំណែកព្រះបរមពុរិស័ទកាលដែលនាងព្រះពេជ្ជកាដល់នៅមរណភាពហើយក៏ចូលទៅកាន់ដែនដីនៃព្រៃហេមពៀនធ្វើអភិញ្ញានិងសមាបត្តិឲ្យកើតចម្រើនព្រហ្មវិហារធម៌4ហើយទៅកាន់ព្រហ្មលោកព្រះបរមសាស្តាការដែលព្រះអង្គទ្រង់នាំយកព្រះធម៌ទេសនានេះមកសម្ដែងហើយព្រះអង្គប្រកាសនៅសច្ចធម៌វេលាចាប់សច្ចធម៌ភិក្ខុដែលច្រើនដោយសេចក្តីក្រោធនោះក៏បានសម្រេចនៅព្រះអនាគាមិផលព្រះទស្សពលទ្រង់ប្រជុំជាដកថានាងព្រះពេជ្ជកាក្នុងគ្រានោះបានមកជាមេដារបស់រាហុលក្នុងពេលនេះព្រះរាជាក្នុងគ្រានោះបានមកជាអានន្ទក្នុងពេលនេះចំណែកព្រះតបោះព្រះពេជ្ជបានមកជាតថាគតដូច្នេះឯងចប់ចលពោធិជាដកសូមអនុមោទនាអាចគួរជ្រាបមានប្រាក់ខែសែនកោដឬច្រើនជាងប៉ុន្មានក៏ដោយក៏មិនអាចទិញសេចក្តីល្អយកមកដាក់ខ្លួនបានឡើយមានតែការស្ដាប់ពាក្យជាសុភាសិតហើយធ្វើទុកក្នុងចិត្តឲ្យបានត្រឹមត្រូវប៉ុណ្ណោះទើបសេរីសុស្ដីគឺសេចក្តីល្អចម្រើនឡើងក្នុងខ្លួនដោយព្រះរាជាក្នុងរឿងនេះឯង2លោមសៈកសបៈជាដកបៃដកលេខ59ទំព័រ148 149និងអត្ថកថាព្រះវិចិត្រមាការដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាព្រះចេតពុនមហាវិហារទ្រង់ប្ររពនៅភិក្ខុមួយអង្គដែលលោកចង់សឹកទើបត្រាស់នៅព្រះជាដកនេះមានពាក្យថាអសៈអិនតសមោរិជ្ជៈប៉ុណ្ណេះជាដើមដោយសេចក្តីសង្ខេបក្នុងរឿងនេះគឺព្រះបរមសាស្តាត្រាស់សួរភិក្ខុនោះថាមនាភិក្ខុលើថាអ្នកចង់សឹកពិតមែនឬការដែលភិក្ខុអង្គនោះក្រាបទូលថាបបិទ្ធព្រះអង្គដោយចម្រើនពិតមែនដូច្នេះទើបព្រះបរមសាស្តាត្រាស់ថាមនាភិក្ខុខ្យល់ដែលបក់បោកភ្នំសេនេរុឲ្យញាប់ញ័របានដូចម្ដេចទើបមិនបោកបក់ស្លឹកឈើចាស់ចាស់ឲ្យញាប់ញ័របាននោះសំបីបុគ្គលដែលដល់ព្រមដោយយោះសពគ្រប់ក៏នៅធ្លាក់ចូលក្នុងសេចក្តីវិនាសនៅយោះនោះព្រោះថាឈ្មោះថាកិលេសរមែងធ្វើសត្វដែលបរិសុទ្ធឲ្យសៅមងបានចាំបាច់ពោលទៅអ្វីដល់បុគ្គលដូចជាភិក្ខុឯងនេះរួចហើយព្រះដ៏មានព្រះភិក្ខទ្រង់ក៏បាននាំយករឿងក្នុងអតីតមកសម្ដែងដូចតទៅក្នុងអតីតកាលអរោះរបស់ព្រះបាទព្រហ្មទត្តគ្រប់គ្រងព្រះនគរពរាណសីព្រះនាមព្រហ្មទត្តកុមារនិងបុត្ររបស់បរោហិតឈ្មោះថាកសបៈជាសម្លាញ់នឹងគ្នា
រៀនសិល្បៈគ្រប់យ៉ាងក្នុងត្រកូលអាចារ្យជាមួយគ្នាក្រោយមកការដែលព្រះរាជាបិតាសោយព្រះទីវង្គតព្រហ្មទត្តកុមារក៏បានគ្រងរាជសម្បត្តិពេលនោះកសបៈកុមារគិតថាសម្លាញ់របស់យើងជាព្រះរាជាទ្រង់ប្រកាសជាព្រះរាជាទានភាពជាធំឲ្យយើងដោយពិតតើប្រយោជន៍អ្វីដោយភាពជាធំសម្រាប់យើងនឹងលាមេត្តាបិតានិងព្រះរាជាចេញទៅបួសវិញការដែលកសបៈកុមារគិតដូច្នោះហើយទើបបានថ្វាយបង្គំលាព្រះរាជានិងមេត្តាបិតាទៅកាន់ដែនដីនៃព្រៃហេមពៀនបួសជាតបោះក្នុងថ្ងៃទី7ក៏បាននឹកអភិញ្ញានិងសមាបត្តិចិញ្ចឹមជីវិតដោយផ្លែឈើមនុស្សទាំងឡាយនាំគ្នាហៅព្រះតបោះថាលោមសកសបៈព្រះតបោះមានឥន្ទ្រីស្ងប់ប្រងាប់ដល់ក្រៃលែងមានតបៈខ្លាំងក្លាធ្វើឲ្យភពរបស់សកទេវរាជញាប់ញ័រដោយដេកជះនឹងតបៈរបស់ព្រះតបោះនោះឯងលំដាប់នោះសកទេវរាជទ្រង់ពិចារណាមើលឃើញហេតុដូច្នោះហើយទ្រង់ព្រះតម្រិះថាព្រះតបោះនេះមានដេកជះខ្ពង់ខ្ពស់ណាស់នឹងធ្វើឲ្យយើងឃ្លាតចាទីអំពីភាពជាព្រះអិនបានយើងនឹងរួមដៃជាមួយនឹងស្ដេចក្រុងព្រាណសីទម្លាយតបៈរបស់តបោះនោះគ្រានោះសកទេវរាជបានចូលទៅកាន់បន្ទប់សិរីសីយាសនៈរបស់ព្រះបាទក្រុងព្រាណសីក្នុងវេលាពាក់កណ្ដាលនៃរាត្រីសម្ដែងអានុភាពទ្រង់ជាព្រះអិនបណ្ដាលឲ្យបន្ទប់ភ្លឺស្វាងដោយរស្មីនៃព្រះសិរីទ្រង់អណ្ដែតឯកដល់អាកាសក្នុងសំណាក់នៃព្រះរាជាហើយត្រាស់ហៅព្រះរាជាថាសកៈមារាជចូលក្រោកឡើងអ្នកជានរណាសកៈយើងគឺសកទេវរាជរាជាព្រះអង្គយាងមកដើម្បីអ្វីសកៈមហារាជព្រះអង្គត្រូវការភាពជាឯករាជ្យក្នុងចម្ពោះទ្វីបទាំងអស់ឬមិនត្រូវការទេព្រះរាជារឿងអ្វីដែលមិនត្រូវការសកទេវរាជបើដូច្នោះសូមព្រះអង្គនាំលោមសកសបៈតបោះមកបូជាបសុឃាតយញ្ញព្រះអង្គនឹងស្មើដោយសកទេវរាជមិនចាស់ហើយមិនស្លាប់គ្រប់គ្រងរាជសម្បត្តិក្នុងចម្ពោះទ្វីបព្រះអិនបានពោលគាថាទី1ថាអសអន្តសមោរាជៈអចន្តិអជរាមរោសជេថ្វាំងយញ្ញចជយៈអិសង្ឃលោមៈសកសបាំងបបិទ្ធរាជាបើព្រះអង្គញ៉ាំងអីសីឈ្មោះលោមសកសបៈឲ្យមកបូជាយញ្ញបានព្រះអង្គនឹងបានទៅជាបុគ្គលមិនចាស់មិនស្លាប់ស្មើនឹងព្រះអិនដោយពិតបណ្ដាបទទាំងនោះបទថាអសៈប្រែថានឹងបានជាបទថាយៈជយៈដោយសេចក្តីថាបើព្រះអង្គនាំឥសីលោមសកសបៈពីទីនៅក្នុងព្រៃមកបូជាយញ្ញបានលំដាប់នោះព្រះរាជាទ្រង់ព្រះសន្តាប់ព្រះតម្រាស់របស់សកទេវរាជហើយព្រះអង្គក៏ទទួលថាល្អហើយគ្រានោះសកទេវរាជត្រាស់ទឿនថាបើដូច្នោះសូមព្រះអង្គគុំក៏បីបងឯបងអង្គឡើយហើយក៏បាត់អំពីទីនោះទៅថ្ងៃស្អែកឡើងព្រះរាជាត្រាស់បង្គាប់ឲ្យហៅអាមាត្យឈ្មោះសីហៈមកត្រាស់ថាណែអាមាត្យអ្នកចូលទៅកាន់សំណាក់លោមសកសបៈដែលជាសម្លាញ់របស់យើងចូលនិយាយតាមពាក្យរបស់យើងយ៉ាងនេះថាបបិទ្ធព្រះតបោះព្រះរាជាសូមឲ្យលោកម្ចាស់បូជាបសុឃាតយញ្ញព្រះរាជានឹងបានជាឯករាជ្យលើចម្ពោះទ្វីបឯចំណែកលោកម្ចាស់ត្រូវការប្រទេសប៉ុណ្ណាព្រះរាជានឹងព្រះរាជទានប្រទេសប៉ុណ្ណោះដល់លោកម្ចាស់អាមាត្យសីហៈបានស្ដាប់ដូច្នោះហើយក៏ក្រាបទូលព្រះរាជាថាល្អហើយព្រះករុណាថ្លៃវិសេសអាមាត្យសីហៈបានវាយស្គរប្រកាសក្នុងព្រះនគរដើម្បីបានដឹងទីនៅនៃព្រះតបោះការដែលអ្នកដើរព្រៃម្នាក់ប្រាប់ថាខ្ញុំបានដឹងក៏បានឲ្យអ្នកដើរព្រៃនោះជាអ្នកនាំផ្លូវទៅព្រមដោយបរិវារយ៉ាងច្រើនទៅដល់ហើយបាននាំគ្នាថ្វាយបង្គំព្រះតបោះរួចក៏អង្គុយក្នុងទីដ៏សមគួរទើបអាមាត្យសីហៈរៀបចំពីដំណើរមកនិងប្រកាសរាជសាសន៍ឲ្យព្រះតបោះបានជ្រាបព្រះតបោះស្ដាប់ពាក្យរបស់អាមាត្យសីហៈហើយទើបពោលថាមនាសីហៈ
អ្នកនិយាយអ្វីហ្នឹងការដែលព្រះតបោះពោលពាក្យបដិសេធបានពោល4គាថាដូចនេះសសមុត្តបរិយាយ៉ាងមហិង្សាកៈរគុណលាំងអ្នកអិជេសហនិន្ទាយៈអេវង្សយហវិជានហេអាត្មាមិនប្រាថ្នានៅផែនដីដែលមានសមុទ្រព័ទ្ធជុំវិញដូចជាកណ្ដុលក្នុងសាគរព្រមដោយពាក្យទេដៀលទេមនាសយហៈអ្នកចូលដឹងយ៉ាងនេះចុះធិរដ្ឋុតាំងយៈសលាភៀងខណៈលាភៀងចព្រាមណៈយាវុតិវិនិបាតេនៈអធម្មចរណេនវេមនាលព្រាមការប្រព្រឹត្តចិញ្ចឹមជីវិតណាដោយកិរិយាបំផ្លាញជីវិតគេឬដោយការប្រព្រឹត្តមិនត្រូវតាមធម៌មុខគួរឲ្យតេះដៀលនៅការបានយុះនិងការបាននៅទ្រព្យនិងការបាននៅទ្រព្យដោយការប្រព្រឹត្តនោះអបិជេបតមេទាយៈអនាគេរោបរិបិជេសាយេវៈជីវិកាសយោយាចាធម្មេអ្នកអេសនាបុគ្គលបួសនិមន្តដើរបណ្ឌបាតការចិញ្ចឹមជីវិតនោះប្រសើរជាងការស្វែងរកខុសធម៌អបិជេបតមេទាយៈអនាគេរោបរិបិជេអញ្ញងអហិង្សយ៉ាងលោកេអបិរិជេនតាំងវរាំងបុគ្គលបួសនិមន្តដើរបណ្ឌបាតដោយមិនបៀតបៀនជនដទៃដំណើរនោះប្រសើរជាងរាជសម្បត្តិក្នុងលោកទៅទៀតបណ្ដាបទទាំងនោះបទថាសសមុត្តបរិយាយ៉ាងគឺដែលមានសមុទ្រព័ទ្ធជុំវិញបទថាសាករគុណលាំងគឺដែលប្រកបដោយសាគរព័ទ្ធជុំវិញទ្វីបទាំង4ដោយកណ្ដុលដែលគេពាក់នឹងត្រចៀកដូច្នោះឯងបទថាសហនិន្ទាយៈដោយសេចក្តីគឺលោមសកសបៈតបោះពោលថាអាត្មាមិនប្រាថ្នាសំបីមហាប្រតិពីដែលមានចក្រវាលទីបំផុតព្រមដោយពាក្យនិន្ទាថាលោមសកសបៈតបោះនេះបានធ្វើបសុខេតកកម្មហើយបទថាយាវុតិវិនិបាតេនៈលោមសកសបៈតបោះសម្ដែងថាយើងតេដៀលការប្រព្រឹត្តទៅនៃជីវិតបែបនោះគឺតេដៀលដោយការប្រព្រឹត្តនោះព្រោះជាកម្មដែលធ្វើឲ្យធ្លាក់ទៅនរកបទថាសាយេវៈជីវិកាដោយសេចក្តីថាការរស់នៅដោយវិធីបណ្ឌបាតដែលចូលទៅកាន់ផ្ទះនៃអ្នកដទៃស្វែងរកអាហាររបស់បព្វជិតនោះឯងល្អជាងការបានយុះបានទ្រព្យរាប់រយពាន់ដងទៅទៀតបទថាអបិរិជេនតាំងវរាំងដោយសេចក្តីថាការវិចារអំពើអាក្រក់របស់បព្វជិតដោយជាបុគ្គលមិនបៀតបៀនអ្នកដទៃនោះប្រសើរជាងភាពជាបរិជាក្នុងចម្ពោះទ្វីបទាំងអស់អាមាត្យស្ដាប់ពាក្យរបស់ព្រះតបោះនោះហើយបានត្រឡប់មកក្រាបទូលដល់ព្រះរាជាទ្រង់ព្រះសណ្ដាប់ដូច្នោះក៏ត្រាស់ថាបើលោកមិនមកយើងក៏មិនអាចធ្វើអ្វីបានហើយទ្រង់ក៏ស្ងៀមទៅលំដាប់នោះសកទេវរាជស្ដេចយាងមកពេលអាត្រិតម្ដងទៀតទ្រង់ប្រថាប់នៅក្នុងអាកាសត្រាស់ថាបពិតមហារាជហេតុអ្វីទើបព្រះអង្គមិនត្រាស់បង្គាប់ឲ្យលោមសកសបៈតបោះមកបូជាយ៉ាញ់ព្រះរាជាត្រាស់ថាខ្ញុំព្រះអង្គបានបញ្ជូនអាមាត្យទៅប្រាប់ហើយតែលោកមិនមកសកទេវរាជត្រាស់ថាបពិតមហារាជបើដូច្នោះចូលព្រះអង្គតាក់តែងព្រះនាងចន្ទវតីដែលជាព្រះរាជធីតារបស់ព្រះអង្គហើយប្រគល់ឲ្យអាមាត្យសយហៈនាំទៅប្រាប់ថាបើលោកម្ចាស់ទៅបូជាយ៉ាញ់ព្រះរាជានិងព្រះរាជទាននៅព្រះរាជធីតានេះដល់លោកម្ចាស់ដូច្នេះព្រះតបោះនោះនឹងមានចិត្តប្រតិព័ទ្ធដល់ព្រះរាជធីតាប្រកាសថាមកមិនខានឡើយព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយទ្រង់ក៏ទទួលថាល្អមែនថ្ងៃស្អែកឡើងព្រះរាជាទ្រង់ប្រគល់ព្រះរាជធីតានៃព្រះអង្គឲ្យអាមាត្យសយហៈនាំយកទៅអាមាត្យសយហៈនាំព្រះរាជធីតាទៅក្នុងទីនោះបានថ្វាយបង្គំព្រះតបោះហើយបានសម្ដែងនៅព្រះរាជធីតាដែលមានរូបស្អាតដូចជាទេពអប្សរដល់ព្រះតបោះលំដាប់នោះព្រះតបោះបានបែកធ្លាយនៅឥន្ទ្រីព្រមជាមួយគ្នានឹងការសម្លឹងមើលព្រះរាជធីតានោះឯងព្រះតបោះមានចិត្តប្រតិព័ទ្ធស្រឡាញ់ព្រះរាជធីតាហើយក៏សូនចាក់ឈានអាមាត្យសយហៈដឹងថាព្រះតបោះមានចិត្តប្រតិព័ទ្ធជំពាក់ចំពោះព្រះរាជធីតាដូច្នោះហើយ
ទៅពោលថាបបិទ្ធលោកម្ចាស់និមន្តទៅបូជាយ៉ាញ់ព្រះរាជានិងព្រះរាជទាននៅព្រះរាជធីតានេះឲ្យជាបតៈបរិចារិកាសម្រាប់លោកម្ចាស់ព្រះតបោះកំពុងតែញាប់ញ័រទៅដោយអំណាចកិលេសទើបសួរបញ្ជាក់ថាបានឮថាព្រះរាជានិងព្រះរាជទាននៅព្រះរាជធីតានេះដល់អាត្មាមែនឬអាមាត្យក៏តបថាត្រូវហើយព្រះរាជានិងព្រះរាជទានដល់លោកម្ចាស់ដែលជាអ្នកបូជាយ៉ាញ់ព្រះតបោះពោលថាល្អណាស់កាលបើយើងបានព្រះរាជធីតានេះយើងនឹងបូជាយ៉ាញ់រួចហើយព្រះតបោះបានរៀបចំនៅជាដាឲ្យមានសភាពស្រួលបួលនាំព្រះរាជធីតាឡើងរថដែលប្រដាប់តាក់តែងល្អហើយមកកាន់ព្រះនគរព្រះនសីព្រះរាជាបានជ្រាបថាព្រះតបោះមកហើយក៏ត្រាស់បង្គាប់ឲ្យតាំងពិធីឡើងនៅឯរណ្ដៅបូជាយ៉ាញ់សម្រាប់ព្រះតបោះនោះឯងការដែលបានទូតប្រណេតឃើញព្រះតបោះមកដល់ក៏ត្រាស់ថាលោកបូជាយ៉ាញ់ក្នុងថ្ងៃស្អែកនេះយើងនឹងជាអ្នកស្មើដោយព្រះឥន្ទពេលដែលបូជាយ៉ាញ់ចប់ស្រេចបាច់ហើយយើងនឹងប្រគល់ធីតាដល់លោកលោមសកសបតបោះបានទទួលថាល្អហើយមហារាជលុះវេលាថ្ងៃប្រពៃពិធីមកដល់ព្រះរាជាបាននាំព្រះតបោះទៅកាន់រណ្ដៅបូជាយ៉ាញ់ព្រមជាមួយព្រះនាងចន្ទវតីក្នុងរណ្ដៅនោះមានសត្វតែសត្វជើង4ដូចជាដំរីសេះគោជាដើមតាំងទុកតាមលំដាប់ព្រះតបោះផ្ដើមនឹងសម្លាប់សត្វទាំងនោះដើម្បីបូជាយ៉ាញ់ឯមហាជនដែលមកប្រជុំគ្នាក្នុងទីនោះឃើញដូច្នោះក៏ពោលថាណែលោមសកសបៈកម្មនេះមិនសមគួរដល់លោកទេលោកធ្វើយ៉ាងនេះដើម្បីអ្វីមហាជនមានកាយយំសោកហើយនាំគ្នាពោលនៅគាថា2គាថាពលាំងចន្ទោពលាំងសូរិយោពលាំងសមណៈព្រាមណាពលាំងវេលាសមុទ្ទេសៈពលាតិពលៈមិទ្ធយោព្រះច័ន្ទមានកម្លាំងព្រះអាទិត្យមានកម្លាំងពួកសមណៈព្រាមមានកម្លាំងជ្រាំងសមុទ្រមានកម្លាំងឯពួកស្រីមានកម្លាំងដល់ក្រៃលែងជាងកម្លាំងនោះទៅទៀតយថាឧកៈតបាំងសំតាំងអិសង្ឃលោមៈសកសបាំងបិតោអត្ថាយចន្ទវតីរាជាបិយ៉ាងអយាជយិដូចជាព្រះរាជធីតាឈ្មោះចន្ទវតីបានញ៉ាំងឥសីឈ្មោះលោមសកសបៈដែលមានតបៈដ៏ខ្ពង់ខ្ពស់ឲ្យមកធ្វើយ៉ាញ់ឈ្មោះវាបច្ចយៈគឺបូជាដោយការសម្លាប់សត្វចិញ្ចឹមដើម្បីប្រយោជន៍ដល់ព្រះបិតាបណ្ដាបទទាំងនោះបទថាពលាំងចន្ទោពលាំងសូរិយោដោយសេចក្តីថាក្នុងការកម្ចាត់នៅភាពងងឹតក្នុងលោកឈ្មោះថាកម្លាំងដតីរមែងមិនមានក្នុងការកម្ចាត់នៅភាពងងឹតដ៏ក្រៃលែងនេះមានតែព្រះច័ន្ទនិងព្រះអាទិត្យប៉ុណ្ណោះទើបមានកម្លាំងបទថាសមណៈព្រាមណាដោយសេចក្តីថាក្នុងការអត់ធន់ចំពោះកម្លាំងនៃអត្ថារម្មណ៍គឺអារម្មណ៍ជាទីពេញចិត្តនិងអនិច្ចារម្មណ៍គឺអារម្មណ៍មិនជាទីពេញចិត្តសមណៈព្រាមដែលប្រកបដោយកម្លាំងខន្តីនិងកម្លាំងញាណឈ្មោះថាមានកម្លាំងបទថាពលាំងវេលាសមុទ្ទេសៈដោយសេចក្តីថាជ្រាំងនៃមហាសមុទ្រឈ្មោះថាមានកម្លាំងព្រោះអាចទប់ទឹកមហាសមុទ្របានបទថាពលៈតិពលៈមិទ្ធយោដោយសេចក្តីថាស្រីទាំងឡាយឈ្មោះថាមានកម្លាំងដ៏ក្រៃលែងជាងកម្លាំងទាំងអស់ព្រោះអាចនឹងនាំបរោះដែលមានការចេះដឹងល្អតែមានតម្រេកឲ្យមកក្នុងអំណាចរបស់ខ្លួនហើយឲ្យវិនាបានអធិប្បាយថាមានតែកម្លាំងនៃស្ត្រីប៉ុណ្ណោះដែលខ្លាំងជាងកម្លាំងទាំងអស់ស័ព្ទថាយថាដូចគ្នានឹងយស្មាប្រែថាប្រុសហេតុណាបទថាបិតោអត្ថាយៈគឺដើម្បីប្រយោជន៍នៃសេចក្តីចម្រើនដល់ព្រះរាជបិតាសេចក្តីនៃព្រះគាថាគឺមហាជនចង់បញ្ជាក់ថាព្រោះព្រះនាងចន្ទវតីនេះបានធ្វើលោមសកសបៈជាអ្នកមានតបៈខ្លាំងក្លាជាមហាឥសីព្រោះជាអ្នកស្វែងរកគុណទាំងឡាយមានសីលគុណជាដើមឲ្យទៅជាអ្នកមិនមានសិលឲ្យមកបូជាវាជាបយៈគឺយ៉ាញ់ដើម្បីប្រយោជន៍ដល់ព្រះរាជបិតាបានដូច្នោះចំណុចនេះបណ្ឌិតក៏បីជ្រាបថាស្រីមានកម្លាំងក្រៃលែងជាងកម្លាំងទាំងឡាយ
ខណៈនោះលោមសកសបតបោះលើកព្រះខ័នកែវឡើងដោយគិតថានឹងកាត់កដំរីមង្គលដើម្បីបូជាយ៉ាញ់ដំរីឃើញដូច្នោះក៏តក់ស្រុតខ្លាចចំពោះមរណភ័យទើបស្រែកដោយសំឡេងខ្លាំងសំបីពួកសត្វក្រៅអំពីនេះបានឮសម្រែករបស់ដំរីមង្គលនោះក៏នាំគ្នាតក់ស្លុតខ្លាចមរណភ័យហើយបានស្រែកលន់ត្រហឹងឯចំណែកមហាជនក៏ស្រែកព្រមគ្នាផងដែរព្រះតបោះបានឮសម្រែកកងរំពងដូច្នោះក៏ស្លុតចិត្តសម្លឹងមើលជាដើមរបស់ខ្លួនលំដាប់នោះជាដាពុកមាត់ពុកចង្ការរោមក្លៀករោមទ្រូងបានប្រកាសដល់ព្រះតបោះនោះព្រះតបោះមានការក្តៅក្រហាយចិត្តគិតថាយើងបានធ្វើកម្មលាមកមិនសមគួរឡើយការដែលនឹងប្រកាសសេចក្តីស្លុតចិត្តរបស់ខ្លួនព្រះតបោះបានពោលព្រះគាថាទី8ថាតាំងលោភៈបកតាំងកម្មੰកកុតាំងកាមហេតុកាំងតសមូលੰកវេសិសੰឆេជាងរាកាំងសពន្ធនាំងអំពើដែលធ្វើដោយសេចក្តីលោភនោះជាអំពើក្តៅក្រហាយមានកាមជាហេតុអាត្មានឹងស្វែងរករឹសនៃអំពើនោះនឹងកាត់នៅរាគៈព្រមទាំងចំណងក៏បីជ្រាបសេចក្តីនៃព្រះគាថានោះថាបបិទ្ធព្រះរាជាធំអំពើណាដែលអាត្មាធ្វើដោយលោភៈចំពោះនាងចន្ទវតីអំពើនោះមានកាមជាហេតុជាអំពើលាមកក្តៅក្រហាយមានវិបាកខ្លាំងក្លាអាត្មាភាពនឹងស្វែងរកឫសគល់ពលគឺអាយុនិសោមនសិការៈនៃអំពើនោះសំគួរហើយអាត្មាភាពនឹងដកដាលគឺបញ្ញាចេញមកកាត់នៅរាគៈព្រមទាំងចំណងគឺសុភនិមិត្តលំដាប់នោះព្រះរាជាបានត្រាស់ទៅរកព្រះតបោះថាណែសម្លាញ់កុំខ្លាចអ្វីឡើយយើងនឹងឲ្យនាងចន្ទវតីនឹងកែវកង7ប្រការដល់អ្នកក្នុងកាលឥឡូវនេះអ្នកចូលបូជាយ៉ាងចុះព្រះតបោះបានស្ដាប់ហើយទៅពោលតបថាបបិទ្ធមហារាជអាត្មាមិនត្រូវការដោយកិលេសនេះឡើយព្រះតបោះបានពោលព្រះគាថាទី9ជាព្រះគាថាចុងក្រោយថាធិរដ្ឋកាមេសុពហុបិលោកេតបោវៈសយោកាមគុណេហិរិជៈតបោករិសាមិបហាយកាមេតវេវរដ្ឋังចន្តវតីចហោតោតិមុខគួរឲ្យតេដៀលនៅកាមទាំងឡាយដោយច្រើនក្រៃលែងក្នុងលោកបបិទ្ធព្រះរាជាការព្យាយាមប្រព្រឹត្តបៈដុតបំផ្លាញនៅកិលេសប្រសើរបំផុតជាងកាមគុណទាំងឡាយអាត្មានឹងលះបង់នៅកាមទាំងឡាយហើយប្រព្រឹត្តបៈដុតបំផ្លាញកិលេសចំណែកដែនដីនិងព្រះនាងចន្ទវតីចូលនៅជារបស់ព្រះអង្គចុះបណ្ដាបទទាំងនោះបទថាសុពហុបេគឺសំបីដ៏ច្រើនក្រៃលែងបទថាតបោករិសាមិគឺនឹងបំពេញសេចក្តីសង្រួមក្នុងសិលតែប៉ុណ្ណោះព្រះតបោះការដែលទូលព្រះរាជាដូច្នោះហើយបានប្រមូលកសិនបរិកម្មធ្វើគុណវិសេសដែលបាត់បង់ទៅឲ្យកើតឡើងវិញអង្គុយលើបល្ល័ង្កឯកដកអាកាសសម្ដែងព្រះធម៌ថ្វាយព្រះរាជាថាព្រះអង្គចូលគុំប្រមាទហើយទម្លាយរណ្ដៅបូជាយ៉ាញ់ឲ្យអភ័យទានដល់មហាជននិងពពួកសត្វការព្រះរាជានៅតែអង្វរកព្រះតបោះក៏បានហោះទៅកាន់ទីកន្លែងរបស់ខ្លួនចម្រើនព្រហ្មវិហារធម៌រហូតអស់ជីវិតទៅកាន់ព្រហ្មលោកព្រះបរមសាស្តាការដែលព្រះអង្គទ្រង់បាននាំយកព្រះធម៌ទេសនានេះមកសម្ដែងដូច្នេះហើយទ្រង់ប្រកាសនៅសច្ចធម៌វេលាចប់នៅសច្ចធម៌ភិក្ខុដែលអបសុខចង់លាសិក្ខានោះបានតាំងនៅក្នុងព្រះអរហត្តផលព្រះទសពលទ្រង់ប្រជុំជាដកថាអាមាត្យសយហៈក្នុងគ្រានោះបានមកជាសិរីបុត្រក្នុងគ្រានេះចំណែកលោមៈសកសបៈតបោបានមកជាតថាគតចាប់លោមៈសកសបៈជាដកអត់គួរជ្រាបយើងមិនសេពគប់នឹងជនពាលតែយើងបានសេពគប់ហើយនៅពាលធម៌ក្នុងខ្លួនពាលធម៌គឺកិលេសក្នុងខ្លួនបាននាំឲ្យយើងធ្វើនៅកិច្ចការឆ្កំឆ្គងច្រើនយ៉ាងទាំងយើងក៏បានធ្វើតាមហើយដែរជាអវិជ្ជាដ៏ក្រៃលែងដែលសត្វលោកយើងបានទទួលហើយនៅបញ្ចក្ខន្ធយកមកប្រកាន់ធ្វើជាខ្លួនឯងម្លោះហើយត្រូវរវល់ចិញ្ចឹមមើលថែរក្សាការពារនិងរវល់ស្វែងរកអ្វីគ្រប់សពដើម្បីផ្គប់គុណទាំងដែលបញ្ចក្ខន្ធនេះ
ជាអ្នកសម្លាប់យើងទៀតផង3វេលោកៈជាដកបិដកលេខ58ទំព័រ20និងអត្ថកថាព្រះបរមសាស្តាការដែលព្រះអង្គទ្រង់ប្រថាប់នៅនាព្រះជេតុពនមហាវិហារទ្រង់បានប្រពភិក្ខុលំបាកប្រដៅមួយអង្គត្រាស់ប្រធមទេសនានេះមានពាក្យថាយោអត្ថកាមសៈជាដើមមានរឿងសង្ខេបថាព្រះដ៏មានព្រះភិក្ខត្រាស់សួរភិក្ខុនោះថាមនាលភិក្ខុពិតឬដែលថាអ្នកជាបុគ្គលមិនងាយប្រដៅការភិក្ខុនោះក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនពិតមែនដូច្នេះហើយទ្រង់ក៏ត្រាស់ថាមនាលភិក្ខុមិនមែនត្រឹមតែក្នុងជាតិនេះទេសូម្បីជាតិមុនអ្នកក៏ជាបុគ្គលមិនងាយប្រដៅដូចគ្នាដែរព្រោះភាពជាបុគ្គលដែលលំបាកប្រដៅនោះឯងទើបមិនធ្វើតាមពាក្យទូមានរបស់បណ្ឌិតទាំងឡាយហើយត្រូវពោះខំស្លាប់ដូច្នេះហើយទ្រង់នាំយករឿងក្នុងអតីតមកសម្ដែងដូចតទៅក្នុងអតីតកាលគ្រាការព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពរាណសីព្រះបរមពោធិសត្វកើតក្នុងត្រកូលដែលមានសម្បត្តិច្រើនក្នុងដែនកាសីការដែលព្រះបរមពោធិសត្វដឹងក្តីហើយក៏សម្លឹងឃើញទោសក្នុងកាមនិងអានិសង្សក្នុងការចេញទៅបួសទៅលះកាមទាំងឡាយហើយចូលទៅកាន់ព្រៃហេមពៀនបួសជាតបោះបំពេញកសិនបរិកម្មធ្វើអភិញ្ញា5និងសមាបត្តិ8ឲ្យកើតហើយស្ថិតនៅក្នុងសេចក្តីសុខដែលកើតអំពីឈានលោកការក្រោយមកក៏បានតបោះជាបរិវារយ៉ាងច្រើនរហូតដល់500អង្គកាលនោះមានកូនអាសេរពឹសមួយវាទៅតាមធម្មតារបស់ខ្លួនរហូតដល់អាស្រមបទរបស់តបោះមួយអង្គតបោះឃើញហើយកើតសេចក្តីស្រឡាញ់ដោយឪពុកស្រឡាញ់កូនទើបចាប់យកមកចិញ្ចឹមទុកក្នុងបំពង់ឫស្សីព្រោះហេតុកូនពស់នោះនៅក្នុងបំពង់ឫស្សីតបោះទាំងឡាយទើបឲ្យឈ្មោះថាវេលោកៈនិងព្រោះហេតុដែលតបោះនោះចិញ្ចឹមមើលថែដោយសេចក្តីស្រឡាញ់ដូចជាបុត្ររបស់ខ្លួនតបោះទាំងឡាយនោះក៏ហៅតបោះដែលចិញ្ចឹមកូនពស់នោះឯងថាវេលោកៈបិតាព្រះបរមពោធិសត្វបានលើដំណឹងថាតបោះមួយអង្គចិញ្ចឹមអាសេរពឹសទើបហៅមកសួរថាបានឮថាលោកចិញ្ចឹមអាសេរពឹសពិតមែនឬការដែលតបោះអង្គនោះតបថាពិតមែនព្រះបរមពោធិសត្វក៏ពោលដាស់តឿនថាដែលឈ្មោះថាអាសេរពឹសទុកចិត្តមិនបានឡើយលោកគុំចិញ្ចឹមវាទុកតទៅទៀតតបោះតបថាបបិទ្ធលោកអាចារ្យវាដូចជាកូនរបស់ខ្ញុំព្រះករុណាទៅហើយខ្ញុំព្រះករុណាមិនអាចប្រត់ពីវាបានទេព្រះបរមពោធិសត្វដាស់តឿនជាច្រើនលើកដោយរំលឹកថាលោកនឹងដល់នៅសេចក្តីស្លាប់បើលោកចេះតែចិត្តដិតនឹងវាតបោះនោះមិនជឿពាក្យទូមានរបស់ព្រះបរមពោធិសត្វឡើយហើយក៏មិនបានលែងចោលនៅអាសេរពឹសនោះដែរប៉ុន្មានថ្ងៃក្រោយមកតបោះទាំងអស់នាំគ្នាទៅរកផល្លាផលការដែលទៅដល់ហើយក៏ឃើញថាផល្លាផលរកបានដោយងាយហើយក៏សម្រាកនៅក្នុងទីនោះ 2-3 ថ្ងៃសូម្បីតបោះវេលោកៈបិតាក៏បានចេញទៅរួមជាមួយនឹងពួកតបោះទាំងនោះដែរដោយឲ្យអាសេរពឹសដេកក្នុងបំពង់ឫស្សីបិទមាត់បំពង់ស្រួលបួលហើយទៅកន្លងទៅ 2-3 ថ្ងៃទៅត្រឡប់មកជាមួយគ្នាដោយគិតថាយើងនឹងឲ្យអាហារដល់វេលោកៈបើកមាត់បំពង់ឫស្សីហើយពោលថាមកកូនសម្លាញ់កូនប្រកាសជាឃ្លានហើយគ្រាន់តែតបោះវេលោកៈបិតាលោកដៃចូលទៅអាសេរពឹសវាក្រោតប្រអត់អាហារ 2-3 ថ្ងៃហើយខំដៃដែលលោកចូលទៅនោះធ្វើឲ្យតបោះអស់ជីវិតត្រង់ទីនោះឯងហើយពស់នោះក៏វាចូលព្រៃបាត់ទៅតបោះទាំងឡាយឃើញដូច្នោះក៏ប្រគេនដំណឹងដល់ព្រះបរមពោធិសត្វព្រះបរមពោធិសត្វក៏បានបង្គាប់ឲ្យធ្វើកិច្ចចំពោះសរីរៈនៃតបោះវេលោកៈបិតានោះហើយគង់នៅកណ្ដាលនៃពួកតបោះពោលគេថាដូច្នេះថាយោអត្ថកាមសៈហេតានុកពិណោអវជ្ជមានណោអ្នកករោតិសាសនំអេវង្សោនិហតោសេតិវេលោកសៈយថាបិតាតិបុគ្គលណាការដែលលោកអ្នកប្រាថ្នាសេចក្តីចម្រើនអនុគ្រោះដោយប្រយោជន៍
ទូលមានហើយមិនធ្វើតាមពាក្យព្រេនប្រដៅបុគ្គលនោះរមែងដេកស្លាប់ដោយតបោះជាបិតានៃពស់ឈ្មោះវេលកៈដូច្នោះឯងបណ្ដាបទទាំងនោះបទថាអេវង្សោនិហតោសេតេដោយសេចក្តីថាក៏បុគ្គលណាមិនជឿពាក្យទូមានព្រេនប្រដៅរបស់ឥសីទាំងឡាយបុគ្គលនោះរមែងដល់នៅសេចក្តីវិនាសដ៏ក្រៃលែងគឺត្រូវវិបត្តិកំចាត់បងនៅជីវិតដេកស្លាប់ដោយតបោះនេះដែលត្រូវវិបត្តិកំចាត់បងឲ្យដល់នៅភាពហឹមស្អុយដេកស្លាប់ព្រោះអាសេរពឹកដូច្នោះព្រះបរមពុរិស័ទទូមានពួកតបោះទាំងនេះហើយអប់រំព្រមវិហារធម៌ឲ្យចម្រើនលុះដល់អស់ជីវិតក៏ទៅបដិសន្ធិក្នុងព្រហ្មលោកព្រះបរមសាស្តាត្រាស់ថាមនាភិក្ខុមិនមែនតែក្នុងជាតិនេះទេដែលអ្នកជាបុគ្គលប្រដៅបានដោយលំបាកសំបីក្នុងជាតិមុនអ្នកក៏ជាបុគ្គលប្រដៅបានដោយលំបាកដែរនឹងព្រោះភាពជាបុគ្គលដែលលំបាកប្រដៅនោះឯងទៅដល់នៅភាពហឹមស្អុយព្រោះមាត់អាសេរពឹសជាហេតុការដែលព្រះបរមសាស្តានាំព្រះធម៌ទេសនានេះមកហើយទ្រង់បន្តអនុសន្ធិប្រជុំជាដកថាតបោះវេលោកៈបិតាក្នុងកាលនោះជាភិក្ខុប្រដៅបានដោយលំបាកក្នុងពេលនេះបរិស័ទគឺតបោះផ្សេងទៀតបានមកជាពុទ្ធបរិស័ទឯសាស្តានៃពួកតបោះគឺតថាគតនេះឯងចប់វេលោកៈជាដកសូមអនុមោទនាអាចគួរជ្រាបមហាពុទ្ធរូប4គឺកាមគុណ5ក្តីកិលេសផ្សេងក្តីបីដូចអាសេរពឹសមានសេចក្តីអធិប្បាយដូចតទៅមហាពុទ្ធរូប4គឺធាតុដីធាតុទឹកធាតុភ្លើងនិងធាតុខ្យល់បានដល់រូបកាយនេះឯងដែលយើងខំចិញ្ចឹមមើលថែព្រមទាំងស្រឡាញ់ប៉ុន្តែវាសែងអកតញ្ញូវាត្រឡប់មកខាំយើងឲ្យយើងឈឺដល់នៅទុក្ខវេទនាហើយស្លាប់ដូច្នោះត្រូវរត់ចេញពីវាដោយវិបស្សនាញាណកាមគុណ5គឺរូបសំឡេងក្លិនរសផតពៈជាទីត្រេកត្រអាលវាខំអ្នកដែលស្និទ្ធស្នាលនឹងវាឲ្យសោកសៅដំបៅដើមទ្រូងនិងយំស្រែកក្នុងឋាននរកកិលេសមានរាគៈទោសៈជាដើមគឺជាមេពឹសដែលបានជ្រាបចូលដល់ភវង្គចិត្តស្ថិតនៅជាអនុស័យដែលធ្វើឲ្យមនុស្សលោកคล้ายជាអសេរពឹសទាំងដែលមានរូបរាងជាមនុស្ស4សេរិវៈពានិច្ចជាដកបិដកលេខ58ទំព័រ2និងអត្ថកថាព្រះដ៏មានព្រះភិយការដែលទ្រង់ប្រថាប់នៅក្នុងក្រុងសាវត្ថីទ្រង់ប្ររពភិក្ខុមួយអង្គដែលលះបង់សេចក្តីព្យាយាមទើបត្រាស់នៅព្រះធម៌ទេសនានេះថាអ៊ីធិជេណាំងនិវាសេតេបណ្ឌិជាដើមព្រះដ៏មានព្រះភិយទ្រង់ត្រាស់ថាមនាភិក្ខុអ្នកបួសក្នុងសាសនាដែលឲ្យបានសម្រេចនៅអ្នកផលមានសភាពបែបនេះអ្នកបែរជាលះបង់នៅសេចក្តីព្យាយាមចោលអ្នកនឹងសោកសៅរហូតអស់ការជាអង្វែងដោយសរិវៈពានិច្ចដែលវិនិច្ឆ័យថាមាសដែលមានតម្លៃ1សែនកហបណៈដូច្នោះឯងភិក្ខុទាំងឡាយបានទូលអារាធនាព្រះដ៏មានព្រះភិយសូមព្រះអង្គទ្រង់សម្ដែងរឿងនោះដើម្បីឲ្យបានច្បាស់ប្រកបដល់ពួកខ្ញុំព្រះអង្គព្រះដ៏មានព្រះភិយបានទ្រង់ធ្វើហេតុដែលបានបិទបាំងទុកក្នុងរវាងភពឲ្យប្រកបក្នុងអតីតកាលក្នុងកັບទី5អំពីផតកັບនេះព្រះបរមពោធិសត្វបានកើតជាឈ្មួញដើរទិញរបស់ចាស់និងលក់នៅរបស់ផ្សេងតាមភូមិស្រុកព្រះបរមពោធិសត្វក្នុងកាលនោះមានឈ្មោះថាសេរិវៈនៅក្នុងដែនសេរិវរដ្ឋគ្រាមួយកាលដែលទៅជំនួញបានទៅជាមួយនឹងឈ្មួញលេះឡំម្នាក់ឈ្មោះសេរិវៈដូចគ្នាបានឆ្លងទន្លេឈ្មោះនីលពៀនហៈហើយចូលទៅកាន់ព្រះនគរឈ្មោះអរថបរៈទៅបែកផ្លូវគ្នាដើរលក់អីវ៉ាន់ក្នុងព្រះនគរនោះមានត្រកូលសេដ្ឋីមួយដែលបុត្រនិងបងប្អូនព្រមទាំងទ្រព្យសម្បត្តិទាំងពួងបានស្លាប់និងបាត់បង់អស់ទៅហើយនៅឡើយតែក្មេងស្រីម្នាក់ជាមួយនឹងជីដូននិងចៅត្រូវស៊ីឈ្នួលគេដើម្បីចិញ្ចឹមជីវិតនៅក្នុងផ្ទះបានមានថាសមាសដែលមហាសេដ្ឋីរបស់យាយនិងចៅនោះធ្លាប់ប្រើប្រាស់ហើយទុកជាមួយនឹងភេទដតីការដែលមិនបានប្រើប្រាស់យូរទៅអែលស្មើទៅក៏បានទៅជាស្នាមដែលធ្វើឲ្យយាយនិងចៅមិនដឹងថាគឺជាថាមាឡើយសម័យនោះឈ្មួញលេះឡោះបានដើរស្រែកលក់របស់រហូតទៅដល់ខ្លងទ្វារផ្ទះនោះកុមារិកាបានឃើញឈ្មួញលក់របស់
មានប្រដាប់សម្រាប់ខ្លួនលេងក៏បានពោលនឹងជីដូនថាយាយសូមយាយទិញប្រដាប់នោះឲ្យចៅយាយពោលថាចៅហើយយើងជាអ្នកក្របានអ្វីទៅទិញចៅស្រីពោលថាយើងមានថាសនេះទុកទៅក៏មិនបានជាប្រយោជន៍ដល់យើងដែរចូលយាយឲ្យថាសនេះដូរយកគ្រឿងប្រដាប់ឲ្យចៅយាយទៅឲ្យហៅនាយពាណិជ្ជមកហើយឲ្យអង្គុយលើអាសនៈបានឲ្យថាសមាននោះហើយពោលថានាយអ្នកចូលយកថាសនេះហើយឲ្យគ្រឿងប្រដាប់អ្វីដល់ចៅស្រីរបស់អ្នកនេះលេងផងណាអ្នកនាយពាណិជ្ជយកដៃចាប់ថាសនោះហើយគិតថាវាជាថាសមាសទៅត្រឡប់ថាសផ្កាប់យកមកជុលឈោតថាសមាសដឹងច្បាស់ថាជាមាសទៅគិតថាយើងនឹងមិនឲ្យអ្វីដល់មនុស្សទាំងនេះឡើយនឹងនាំយកថាសនេះទៅហើយពោលថាថាសនេះវាមិនមានតម្លៃអ្វីទេសំបីតែកន្លះមាសកៈក៏មិនបានផងមួយកំហួយបានបោះថាសមាសទៅលើដីហើយក្រោកចាស់អាសនៈជាជាងទៅព្រះបរមពោធិសត្វបានដើរលក់របស់របរនោះរហូតទៅប្រសពគ្នានឹងផ្លូវដែលនាយពាណិជ្ជលេះលោះកំហួយបានដើរទៅចូលទៅកាន់ផ្លូវនោះស្រែកលក់របស់ថាចូលកាន់យកនៅគ្រឿងប្រដាប់ដូច្នេះហើយបានទៅដល់ខ្លងទ្វារផ្ទះនោះឯងកុមារិកានោះបានពោលនឹងជីដូនដូចមុនទៀតលំដាប់នោះយាយបានពោលនឹងចៅថាចៅហើយឈ្មោះដែលមកដល់ផ្ទះនេះបានបោះថាសនោះចោលទៅនឹងដីហើយឥឡូវនេះយើងបានអ្វីឲ្យគេទៀតដើម្បីបានគ្រឿងប្រដាប់ចៅពោលថាយាយហើយឈ្មោះមុននោះនិយាយសំឡេងក្រោតក្រៀតណាស់ចំណែកឥឡូវនេះឈ្មោះនេះគួរឲ្យស្រឡាញ់និយាយដោយសំឡេងទន់ភ្លន់គាត់មកតែទទួលយកមិនខានយាយពោលថាបើដូច្នោះចាហៅគាត់មកចៅស្រីក៏បានស្រែកហៅនាយពាណិជ្ជដែលជាព្រះបរមពោធិសត្វលំដាប់នោះយាយនឹងចៅបានយកថាសមាសនោះមកដល់ព្រះបរមពោធិសត្វដែលបានចូលមកអង្គុយក្នុងផ្ទះព្រះបរមពោធិសត្វដឹងថាជាថាសមាសទៅពោលថាម៉ែថាសនេះមានតម្លៃដល់ទៅសែនកហបណៈឯរបស់ដែលមានតម្លៃស្មើនឹងថាសនេះមិនមានក្នុងដៃរបស់ខ្ញុំបាទឡើយយាយនឹងចៅទៅពោលថាណែនាយដ៏មានបុណ្យហើយនាយពាណិជ្ជដែលមកមុននេះបានពោលថាថាសនេះមានតម្លៃមិនដល់កន្លះមាសកៈផងហើយក្រវែងថាសនេះចោលទៅនឹងដីប៉ុន្តែថាសនេះបានកើតជាថាសមាសប្របុណ្យរបស់លោកពួកយើងឲ្យថាសនេះដល់លោកឲ្យអ្វីដល់ពួកយើងក៏បានដែរខណៈនោះព្រះបរមពោធិសត្វទៅឲ្យកហបណៈ500ដែលមាននៅនឹងដៃព្រមទាំងគ្រឿងប្រដាប់ទាំងអស់ដែលមានតម្លៃស្មើនឹង500កហបណៈផងដែរសូមទុកត្រឹមតែប៉ុណ្ណេះថាអ្នកទាំងពីរចូលឲ្យចិញ្ចែងនឹងបាវព្រមទាំងកហបណៈ8កហបណៈដល់ខ្ញុំបាទរួចហើយក៏បានកាន់យកថាសនោះឯងរត់រះទៅកាន់កំពង់ទឹកព្រះបរមពោធិសត្វឲ្យម្ចាស់ទូក8កហបណៈហើយក៏ឡើងទូកទៅចំណែកនាយពាណិជ្ជដែលជាជនពេលបានត្រឡប់ទៅផ្ទះនោះទៀតហើយពោលថាអ្នកចូលនាំថាសនោះមកយើងនឹងឲ្យរបស់ខ្លះស្រីនោះបានបរិភាសតែដៀលនាយឈ្មោះពេលនោះហើយពោលអ្នកឯងបានធ្វើថាសមាសដែលមានតម្លៃ100,000របស់យើងឲ្យមានតម្លៃមិនបានកន្លះមាសកៈផងប៉ុន្តែនាយពាណិជ្ជម្នាក់ដែលមានធម៌បានឲ្យត្រាប់យើង1000ហើយកាន់យកថាសមាសទៅហើយនាយពាណិជ្ជកំហួយបានស្ដាប់ដូច្នោះហើយគិតថាយើងជាអ្នកវិនិច្ឆ័យថាសមាសដែលមានតម្លៃ100,000ពាណិជ្ជនោះបានធ្វើសេចក្តីវិនិច្ឆ័យដ៏ធំឲ្យដល់យើងរួចហើយពាណិជ្ជកំហួយកើតសេចក្តីសោកដ៏មានកម្លាំងមិនអាចតាំងស្មារតីបានក៏ដួលសន្លប់នៅនឹងដីដឹងខ្លួនឡើងវិញបានចោលកហបណៈដែលនៅនឹងដៃព្រមទាំងអីវ៉ាន់ទាំងអស់នៅនឹងមុខផ្ទះនោះឯងចោលទាំងសម្ពុតស្លៀកដណ្ដប់កាន់តែដងចិញ្ចៀងធ្វើជាដំបងរត់ទៅតាមស្នាមជើងព្រះបរមពោធិសត្វទៅដល់មាត់ទន្លេឃើញព្រះបរមពោធិសត្វកំពុងទៅហើយទៅពោលថាណែម្ចាស់ទូកដ៏ចម្រើនអ្នកចូលត្រឡប់ទូកព្រះបរមពោធិសត្វហាមថាកុំត្រឡប់ជនពេលជាពាណិជ្ជឃើញព្រះបរមពោធិសត្វទៅហើយកើតសេចក្តីសោកដ៏ខ្លាំងក្លាហរតីក្តៅសាក្អួតឈាមស្រស់ហើយចងអាឃាតនឹងព្រះបរមពោធិសត្វដល់នៅការអស់ជីវិតក្នុងទីនោះឯងនេះជាការចងអាឃាតនឹងព្រះបរមពោធិសត្វនៃព្រះទេវទត្តជាគ្រាដំបូងព្រះបរមពោធិសត្វធ្វើបុណ្យមានទានជាដើមហើយក៏បានទៅតាមយថាកម្ម
ព្រះសម្មាសម្ពុទ្ធការដែលព្រះអង្គត្រាស់នៅព្រះធម៌ទេសនានេះហើយទ្រង់បានត្រាស់សម្ដែងនៅព្រះគាថានេះថាអិធិចេនំវិរិយថេសិសទ្ធម្មសនិយមកាំងចេរង្គត្វាំងអនុតបេសេសេរិវាយ៉ាងវៈវានិចោតេបើអ្នកធ្វើឲ្យឃ្លាតចាកនៅសតតាបត្តមៈជាគ្រឿងកំណត់នៅព្រះសទ្ធម្មនោះក្នុងព្រះសាសនានេះហើយអ្នកនឹងក្តៅក្រហាយរឿយៗអស់កាលដ៏យូរដូចជាពេលនេះឈ្មោះសេរិវៈនេះដូចនោះឯងបណ្ដាបទទាំងនោះបទថាអិធិចេនំវិរិយថេសិសទ្ធម្មសនិយមកាំងដោយសេចក្តីថាបើអ្នកឃ្លាតចាកអំពីសតតាបត្តមៈពោលគឺភាពដ៏ពិតប្រាកដនៃព្រះសទ្ធម្មយ៉ាងនេះក្នុងព្រះសាសនានេះអធិប្បាយថាកាលបើអ្នកលះបង់នៅសេចក្តីព្យាយាមអ្នកនឹងមិនបានសម្រេចបទថាជារង្គត្វាំងអនុតបេសេដោយសេចក្តីថាកាលបើដូច្នោះអ្នករមែងសោកស្ដាយហើយនឹងក្តៅក្រហាយក្នុងការជាខាងក្រោយរហូតអស់កាលយូរក្នុងបទនេះមានសេចក្តីអធិប្បាយថាអ្នកកើតក្នុងនរកជាដើមសោយទុកមានប្រការផ្សេងអស់កាលជាអង្វែងដែលថានឹងក្តៅក្រហាយចិត្តក្នុងការជាខាងក្រោយគឺថានឹងលំបាកប្រភាពជាអ្នកលះបង់នៅសេចក្តីព្យាយាមធ្វើឲ្យខ្វៀងចាកអំពីអរិយមគ្គសួរថាតើនឹងក្តៅក្រហាយក្នុងការជាខាងក្រោយយ៉ាងណាឆ្លើយថានឹងក្តៅក្រហាយក្នុងការជាខាងក្រោយដោយពេលនេះឈ្មោះសេរិវៈលោកពោលពាក្យអធិប្បាយនេះទុកថាកាលមុនពេលនេះឈ្មោះសេរិវៈបានថាមាសមានតម្លៃ100,000ប៉ុន្តែមិនធ្វើនៅសេចក្តីព្យាយាមដើម្បីនឹងកាន់យកថាមាសនោះទៅពីនេះចាក់ថាមាសនោះឯងហើយក្តៅក្រហាយក្នុងការជាខាងក្រោយយ៉ាងណាសូម្បីអ្នកក៏ដូច្នោះដែរការដែលមិនបានសម្រេចនៅអរិយមគ្គដូចជាថាមាសដែលគេត្រៀមទុកឲ្យក្នុងព្រះសាសនានេះព្រោះលះបង់នៅសេចក្តីព្យាយាមក៏ជាអ្នកវិនិច្ឆ័យអរិយមគ្គនោះនឹងក្តៅក្រហាយក្នុងការជាខាងក្រោយរហូតអស់កាលជាអង្វែងប្រសិនបើអ្នកមិនលះបង់នៅសេចក្តីព្យាយាមទេអ្នកនឹងបានសម្រេចនៅលោកុត្តរធម៌គឺមគ្គទាំង4ក្នុងសាសនារបស់តថាគតដោយនាយពេលនេះដែលជាបណ្ឌិតបាននៅថាមាសនោះដូច្នោះឯងព្រះបរមសាស្តាទ្រង់កាន់យកនៅកម្ពូលធម៌គឺព្រះអរហន្តសម្ដែងព្រះធម៌ទេសនានេះដល់ភិក្ខុនោះយ៉ាងដូច្នោះឯងហើយទ្រង់ប្រកាសនៅសច្ចៈទាំង4ក្នុងវេលាចប់សច្ចកថាភិក្ខុជាអ្នកលះបង់នៅសេចក្តីព្យាយាមក៏បានតាំងនៅក្នុងអរហន្តដែលជាផលដ៏កំពូលព្រះអង្គទ្រង់ប្រជុំជាដកថាពេលនិច្ចពេលក្នុងការនោះបានជាភិក្ខុទេវទត្តក្នុងការនេះឯចំណែកងាយពេលនិច្ចដែលជាបណ្ឌិតក្នុងការនោះបានជាតថាគតនេះឯងអត់គួរជ្រាបត្រូវស្មោះត្រង់នឹងខ្លួនឯងស្មោះត្រង់នឹងអ្នកដទៃស្មោះត្រង់នឹងការងារក្នុងព្រះពុទ្ធសាសនាស្មោះត្រង់នឹងខ្លួនឯងគឺរក្សាសេចក្តីល្អឲ្យខ្លួនឯងសេចក្តីល្អមានសិលជាដើមជាសិរីសួស្តីក្នុងជីវិតស្មោះត្រង់នឹងអ្នកដទៃគឺរក្សាសេចក្តីល្អរបស់ខ្លួនដើម្បីបានជាប្រយោជន៍ដល់អ្នកដទៃស្មោះត្រង់នឹងការងារក្នុងព្រះពុទ្ធសាសនាគឺរក្សាសេចក្តីល្អរបស់ខ្លួនដើម្បីបានជាប្រយោជន៍ដល់សិលសមាធិបញ្ញាមិនមានស្មោះត្រង់ក្នុងព្រះពុទ្ធសាសនាវិន័យធម៌អាបាំងមុខបាំងក្រោយទុកជាឡប់ឡាខ្លួនប្រែជាធ្លយលៀបយោះនាំសូយពេលក្រោយនឹងស្ដាយ5មគ្គសៈជាដក3ដកលេខ58ទំព័រ20និងអត្ថកថាព្រះបរមសាស្តាការដែលព្រះអង្គទ្រង់យាងទៅកាន់ភូមិអ្នកស្រុកមួយក្នុងដែនមេគធៈទ្រង់ប្ររពពួកមនុស្សមួយចំនួនក្នុងភូមិនោះជាបុគ្គលពេលល្ងងខ្លៅទើបព្រះអង្គទ្រង់ត្រាស់ព្រះធម៌ទេសនានេះថាសីយោអមតោដូច្នេះជាដើមបានស្ដាប់មកថាក្នុងសម័យមួយព្រះតថាគតព្រះអង្គយាងចេញអំពីព្រះនគរសាវត្ថីទៅកាន់ដែនមេគធៈទ្រង់បានយាងទៅដល់ភូមិមួយក្នុងភូមិនោះសម្បូរទៅដោយជនអន្តពាលថ្ងៃមួយពួកមនុស្សអន្តពាលទាំងនោះប្រជុំប្រឹក្សាគ្នាថាមនាលគ្នាយើងពួកមូសវារោមខំយើងពេលដែលយើងទៅធ្វើការនៅក្នុងព្រៃព្រោះហេតុនោះការងាររបស់យើងត្រូវបានខាតបង់ដោយច្រើនដូច្នោះពួកយើងត្រូវនាំយកធ្នូនិងអាវុធផ្សេងទៀតឲ្យគ្រប់ដៃនាំគ្នាទៅច្បាំងជាមួយនឹងវងមូសបាញ់សម្លាប់និងកាត់ចាក់ឲ្យពួកវាស្លាប់អស់រួចហើយក៏នាំគ្នាទៅព្រៃ
ពួកជនល្ងងខ្លាយទាំងនោះនាំគ្នាសំដៅទៅរកសម្លាប់មុខបាញ់ចាក់កាប់សំពងត្រឡប់ទៅជាប្រហារចំគ្នាឯងទៅវិញទៅមកគ្រប់គ្នាត្រូវរបួសឈឺចាប់ត្រឡប់មកផ្ទះវិញដេកនៅក្នុងភូមិក៏មានកណ្ដាលភូមិក៏មានមាត់ទ្វារភូមិក៏មានព្រះបរមសាស្តាហែហោមដោយព្រះភិក្ខុសង្ឃស្ដេចចូលទៅកាន់ភូមិនោះដើម្បីបណ្ឌបាតពួកមនុស្សដែលជាបណ្ឌិតបានឃើញព្រះដ៏មានប្រភិក្ខហើយទើបសាងមណ្ឌពនៅឯមាត់ទ្វារភូមិថ្វាយមហាទានដល់ព្រះភិក្ខុសង្ឃមានព្រះសម្មាសម្ពុទ្ធជាប្រមុខថ្វាយបង្គំព្រះសាស្តានាំគ្នាអង្គុយក្នុងទីដ៏សមគួរគ្រានោះព្រះបរមសាស្តាទតប្រណិតឃើញមនុស្សទាំងឡាយដួលដេកឈឺចាប់ក្នុងទីនោះក៏ត្រាស់សួរបាសកទាំងនោះថាមនុស្សទាំងនេះទៅធ្វើអ្វីគ្នាទើបមកដេកឈឺចាប់ដោយមុខរបួសដូច្នេះឧបាសកទាំងនោះទើបក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនមនុស្សទាំងនេះបបួលគ្នាថាពួកយើងនឹងទៅច្បាំងជាមួយវងមុខហើយក៏លើកគ្នាទៅតែបែកជាទៅច្បាំងគ្នាឯងហើយក៏ដល់នៅការឈឺចាប់ដូច្នេះព្រះអង្គព្រះដ៏មានប្រធាទ្រង់ត្រាស់ថាមិនមែនតែក្នុងពេលនេះប៉ុណ្ណោះទេសូម្បីក្នុងការមុនក៏ធ្លាប់មានមនុស្សគិតថាយើងនឹងប្រហារមុខតែត្រឡប់ទៅជាប្រហារអ្នកដទៃវិញដូចគ្នាដែរការដែលពួកបាសកទាំងនោះទូលអារាធនាហើយទ្រង់ក៏បាននាំយករឿងក្នុងអតីតកាលមកសម្ដែងដូចតទៅក្នុងអតីតកាលការដែលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសីព្រះបរមពោធិសត្វមានអាជីពជាអ្នកជំនួញសម័យនោះនៅក្នុងភូមិជ័យដែនមួយក្នុងដែនកាសីមានពួកជាងឈើអាស្រ័យនៅដោយច្រើនជាមួយគ្នាមានជាងឈើក្បាលទំពេកម្នាក់ក្នុងពួកជាងឈើទាំងនោះកំពុងតែចប់ដៃធ្វើការខណៈនោះមានមូសមួយបានហើរមកខាំត្រង់ក្បាលរបស់គាត់ជាងឈើទៅប្រាប់កូនរបស់ខ្លួនដែលអង្គុយនៅជិតគាត់នោះឯងថាណែកូនមូសវាខាំក្បាលឪឈឺដោយគេចាក់ដោយលំពេងអីចឹងចូលកូនសម្លាប់វាឲ្យឪមើលកូននិយាយថាឪចូលនៅឲ្យស្ងៀមកូននឹងសម្លាប់វាដោយការប្រហារតែម្ដងប៉ុណ្ណោះកូននិយាយរួចហើយក៏លើកពូថៅផ្លែធំឡើងយាតម្រងមូសឈរនៅពីក្រោយឪកាត់ពេញទំហឹងដៃដោយគិតថាអញនឹងសម្លាប់មូសនេះក្បាលរបស់ឪក៏ត្រូវបែកដាច់ជាពីរស្លាប់ទៅទីនោះឯងពេលនោះព្រះបរមពោធិសត្វដែលកំពុងឈប់សម្រាកនៅក្នុងរោងជាងឈើនោះបានឃើញអំពើរបស់កូនជាងឈើហើយបានគិតថាបើបច្ចាមិត្តនោះជាបណ្ឌិតក៏នៅប្រសើរជាងព្រោះគេមានការកោតក្រែងអាជ្ញាក្នុងព្រះនគរមិនដល់ថ្នាក់សម្លាប់មនុស្សឡើយហើយព្រះបរមពោធិសត្វបានពោលនៅគាថានេះថាសយោអមតោមតិយាឧបេតាអ្នកទ្វេវមិតោមតិវបហៃណោមកសង្វធិសន្តិភេអេលមូកោបតោបិតុអុតតាមមង្គន្តិបុគ្គលជាសត្រូវតែប្រកបដោយប្រាជ្ញាប្រសើរជាងឯបុគ្គលជាមិត្តដែលប្រសិទ្ធៈប្រាជ្ញាមិនប្រសើរឡើយដូចយ៉ាងកូនបង្កើតដែលល្ងងខ្លៅគិតថាអញនឹងសម្លាប់មូសត្រឡប់ជាពុះបំបីក្បាលឪពុកទៅវិញបណ្ដាបទទាំងនោះបទថាសីយោដោយសេចក្តីថាប្រសើរគឺខ្ពង់ខ្ពស់បំផុតបទថាមតិយាឧបេតោដោយសេចក្តីថាប្រកបដោយបញ្ញាបទថាអេលមូកោប្រែថាល្ងីល្ងើគឺល្ងងខ្លៅបទថាបតោបិតុអភិទាអតមង្គំដោយសេចក្តីថាប្រភាពនៃខ្លួនជាមនុស្សល្ងងខ្លៅសំបីជាកូនគិតថាយើងនឹងសម្លាប់មូសក៏ញ៉ាំងក្បាលឪពុកឲ្យបែកជាពីរព្រោះហេតុនោះបណ្ឌិតសំបីតែជាសត្រូវក៏នៅល្អជាងមិត្តដែលល្ងងល្ងីល្ងើព្រះបរមពោធិសត្វការដែលពោលនៅគាថានេះហើយក៏ក្រោកឡើងទៅធ្វើការងារតាមទូនាទីឯពួកញាតិរបស់អ្នកស្លាប់ក៏បានចាត់ការធ្វើសរីរកិច្ចរបស់ជាងឈើដែលបានទទួលមរណភាពនោះឯងព្រះបរមសាស្តាព្រះអង្គត្រាស់ថាមនាអ្នកទាំងឡាយសូម្បីក្នុងកាលមុនក៏ធ្លាប់មានមនុស្សដែលបានគិតថាយើងនឹងប្រហារមូសតែត្រឡប់ជាប្រហារអ្នកដទៃវិញដូចគ្នាដែរការដែលទ្រង់នាំយកព្រះធម៌ទេសនានេះមកសម្ដែងហើយព្រះអង្គក៏បន្តអនុសន្ធិប្រជុំជាដកថាឈ្មោះបណ្ឌិតដែលបានពោលគេថាហើយចេញទៅបានមកជាតថាគតនេះឯងចប់មគ្គសៈជាដកអត់គួរជ្រាប
គួរខ្លាចសេចក្តីល្ងងរបស់ខ្លួនឯងជាងខ្លាចសេចក្តីល្ងងនៃអ្នកដទៃព្រោះថាបុគ្គលល្ងងខ្លៅជាកំពូលទៅត្រូវនឹងខ្លួនឯងមនុស្សល្ងងមិនដឹងហេតុដទៃមិនដឹងផលរបស់ហេតុគិតថាធ្វើប្រយោជន៍បែរទៅជាទម្លាយប្រយោជន៍ដែលមានហើយទៅវិញមនុស្សល្ងងរស់នៅជាមួយខ្លួនឯងតែមិនស្គាល់ខ្លួនឯងរស់នៅជាមួយអ្នកដទៃតែមិនស្គាល់អ្នកដទៃដូចជាចលែនមិនស្គាល់ដីត្រីមិនស្គាល់ទឹកដូចនោះឯងមនុស្សល្ងងមានចិត្តតែមិនស្គាល់ចិត្តគ្រប់គ្រងទូមានចិត្តរបស់ខ្លួនមិនបានបែរទៅជាល្ងីល្ងើចង់គ្រប់គ្រងចិត្តអ្នកដទៃម្លោះហើយត្រូវកាត់ទុកក្តៅក្រហាយរីងរៃព្រោះគ្រប់គ្រងមិនបាន6ខតាសនៈជាដកបៃដកលេខ58ទំព័រ59និងអត្ថកថាព្រះវិចិត្រមាការដែលទ្រង់គង់ប្រថាប់នៅនាព្រះជិត្តពន្ធមហាវិហារទ្រង់ប្ររពភិក្ខុមួយអង្គត្រាស់នៅព្រះធម៌ទេសនានេះថាខេមង្យហឹងដូចនេះជាដើមសេចក្តីពិស្ដាថាភិក្ខុនោះរៀនព្រះកម្មដ្ឋានអំពីសំណាក់ព្រះសាស្តាហើយនិមន្តទៅកាន់ជាដែននាតំបន់មួយភិក្ខុនោះចាំវសាមានសេនាសនៈក្នុងព្រៃអាស្រ័យភូមិអ្នកស្រុកមួយជាទីកោចរបណ្ឌបាតក្នុងខែដំបូងនោះឯងការដែលលោកនិមន្តទៅបណ្ឌបាតបណ្ឌសាលាបានត្រូវភ្លើងឆេះលោកលំបាកដោយមិនមានទីនៅទៅប្រាប់ដល់ពួកឧបថាមនុស្សទាំងនោះនាំគ្នានិយាយថាមិនជាអ្វីឡើយព្រះគុណម្ចាស់ពួកខ្ញុំប្រកាសណានឹងសាងបណ្ឌសាលាថ្វាយចាំដល់ពួកខ្ញុំប្រកាសណាភ្ជួរស្រែរួចដល់ភ្ជួររួចហើយចាំពួកខ្ញុំប្រកាសណាសាប់ប្រុសរួចសិនណាព្រះគុណម្ចាស់រហូត3ខែកន្លងទៅព្រះភិក្ខុលោកមិនអាចបំពេញប្រកម្មដ្ឋានឲ្យបានដល់ទីបំផុតឡើយព្រោះមិនមានសេនាសនៈជាទីសប្បាយដល់ជិញវសាលោកបាននិមន្តមកកាន់ព្រះជិត្តពន្ធមហាវិហារវិញថ្វាយបង្គំព្រះបរមសាស្តាហើយបានគង់អង្គុយក្នុងទីដ៏សមគួរព្រះបរមសាស្តាទ្រង់ធ្វើបដិសន្ធារៈចំពោះព្រះភិក្ខុហើយត្រាស់សួរថាមនាភិក្ខុកម្មដ្ឋានរបស់អ្នកជាទីសប្បាយឬព្រះភិក្ខុក្រាបទូលអំពីការមិនស្រួលនិងមិនសប្បាយដោយសេនាសនៈជាដើមដល់ព្រះសាស្តាព្រះដ៏មានព្រះភាទ្រង់ត្រាស់ថាមនាភិក្ខុក្នុងការមុននោះសូម្បីសត្វទេរិឆានទាំងឡាយក៏ចេះស្គាល់សប្បាយនិងមិនសប្បាយរបស់ខ្លួនដែរការដែលព្រះភិក្ខុក្រាបទូលអារាធនាទើបទ្រង់នាំយករឿងក្នុងអតីតមកសម្ដែងដូចតទៅក្នុងអតីតកាលគ្រាការដែលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងព្រះនគរពេរិណសីព្រះបរមពោធិសត្វកើតក្នុងកំណត់បក្សីមានរូបរាងស្អាតលើសគេគឺជាស្ដេចនៃបក្សីទាំងឡាយអាស្រ័យនៅនឹងដើមឈើធំសម្បូរទៅដោយមេឃសាខានិងមានប្រកៀបល្អស្លឹកល្អក្បែរមាត់ស្រះកើតឯងមួយស្ដេចបក្សីមានបរិវារច្រើនការដែលអាស្រ័យនៅនឹងមេឃឈើពីលើទឹកស្រះក៏នាំគ្នាបន្តបងលាមកដាក់ទឹកស្រះនោះនៅក្នុងស្រះដែលកើតឯងនោះក៏មានអ្នកករេកដ៏កាយសាហាវអាស្រ័យនៅអ្នកករេកនោះបានគិតថាពួកបក្សីទាំងនេះនាំគ្នាបន្តបងលាមកដាក់ស្រះទឹកដែលជាទីនៅរបស់យើងដូច្នេះមានតែយើងធ្វើឲ្យភ្លើងឆេះឡើងពីទឹកដុតដើមឈើនោះចោលឲ្យពួកវារត់ចេញទៅស្ដេចអ្នកនោះមានចិត្តក្រោធនៅពេលពាក់កណ្ដាលយប់ដែលពួកបក្សីទាំងនោះមកប្រជុំគ្នាដេកនៅនឹងមែកឈើទាំងឡាយក៏បានផ្ដើមធ្វើឲ្យទឹកក្តៅព្រាបឲ្យដូចលើកស្រះទៅដាក់លើចង្ក្រានដូច្នោះតមកក៏ធ្វើឲ្យមានផ្សែងហុយឡើងរហូតដល់ធ្វើឲ្យមានអណ្ដាតភ្លើងឆេះចេញឡើងពីទឹកព្រះបរមពោធិសត្វឃើញភ្លើងឆេះពីទឹកក៏ពោលថាមនាលគ្នាយើងទាំងឡាយធម្មតាដែលភ្លើងឆេះឡើងគេតែងយកទឹកលាត់ប៉ុន្តែឥឡូវនេះទឹកនោះឯងបែរត្រឡប់ឆេះជាភ្លើងពួកយើងមិនអាចនៅក្នុងទីនេះបានឡើយត្រូវនាំគ្នាទៅកាន់ទីដទៃហើយបានពោលនៅគាថានេះថាខេមង្យហឹងតដ្ឋៈអរិយឧតិរិតោតិកាសមច្ឆេជាលតេខតាសណោអ្នកអជីវាសោមហិយាមហិរុហេទិសាធិជាវហោរណញ្ចៈណូភិយន្តិសេចក្តីខ្សែខ្សានមាននៅលើខ្នងទឹកណាលើខ្នងទឹកនោះមានសត្រូវកើតហើយព្រោះភ្លើងឆេះត្រង់ពាក់កណ្ដាលនៃទឹកទីអាស្រ័យនៅនៃពួកយើងលើដើមឈើដែលដុះលើផែនដីក្នុងថ្ងៃនេះមិនមានទេ
អ្នកទាំងឡាយចូលទៅកាន់ទិសឯទៀតទៅថ្ងៃនេះភ័យកើតអំពីទីពឹងរបស់ពួកយើងហើយបណ្ដាបទទាំងនោះបាត់ថាខេមាំងអហឹងតថាអរិយឧទីរិតោដោយសេចក្តីថាសេចក្តីសែមគឺការដែលរួចផុតពីភ័យមាននៅលើទឹកណានៅលើទឹកនោះមានសត្រូវមកបៀតបៀនហើយបទថាឧតកាសៈប្រែថានៃទឹកបទថាតកាសៈស្មើនឹងឧតកាសៈប្រែថានៃទឹកភ្លើងឈ្មោះថាខេតាសនៈអធិប្បាយថាភ្លើងនោះរមែងស៊ីប្រេងប្រហែលនោះទៅលោកហៅថាខេតាសនៈបទថាអ្នកអជាវាសោដោយសេចក្តីថាថ្ងៃនេះទីអាស្រ័យរបស់ពួកយើងមិនមានឡើយក្នុងបទថាអ្នកហិយាមហិរុហេនេះដើមឈើលោកហៅថាមហិរុខោបានដល់ដើមឈើដែលកើតនៅលើផែនដីនេះអធិប្បាយថាបាសីទាំងឡាយនៅលើដើមឈើនោះបទថាតិសោភជាវហោដោយសេចក្តីថាអ្នកទាំងឡាយចូលគប់រោគគឺនាំគ្នាហើរទៅកាន់ទិសផ្សេងទៀតបទថាអរណញ្ញណោអភយ៉ាងដោយសេចក្តីថាថ្ងៃនេះភ័យកើតអំពីទីពឹងនៃពួកយើងហើយគឺទីសំណាក់របស់ពួកយើងកើតជាភ័យឡើងហើយព្រះបរមពោធិសត្វការដែលពោលយ៉ាងនេះហើយក៏នាំវងបាសីដែលជឿស្ដាប់ពាក្យទូមានហើរទៅកាន់ទីដតីពួកបាសីដែលមិនជឿពាក្យទូមានរបស់ព្រះបរមពោធិសត្វនាំគ្នាអាស្រ័យនៅដោយមិនមានការហើរចេញឡើយក៏ដល់នៅការអស់ជីវិតក្នុងទីនោះឯងព្រះបរមសាស្តាការដែលព្រះអង្គនាំព្រះធម៌ទេសនានេះមកហើយទ្រង់ត្រាស់ប្រកាសសច្ចធម៌ភិក្ខុអង្គនោះក៏តាំងនៅក្នុងព្រះអរហត្តផលហើយទ្រង់ប្រជុំជាដកថាវងបាសីដែលធ្វើតាមពាក្យរបស់ព្រះបរមសាស្តាក្នុងព្រះនោះបានមកជាភិក្ខុបរិស័ទចំណែកស្ដេចនៃពួកបាសីនោះបានមកជាតថាគតដូចនោះឯងចាប់ខេតាសនៈជាដកអត់គួរជ្រាបមហាពុទ្ធរូប4ឧបាទានខណ្ឌ5កាមគុណ5លៀបសក្ការៈសេចក្តីសរសើរវត្ថុទាំងពួងក្នុងភពគឺជាទីអាស្រ័យដែលត្រូវភ្លើងទុកភ្លើងកិលេសឆាប់ឆេះភ័យកើតអំពីទីពឹងទាំងនេះមនុស្សល្ងងចង់តែផ្កប់ចិត្តខ្លួនឯងទើបមើលឃើញតែចំណុចអាក្រក់របស់គេហើយបៀតបៀនឲ្យគេវិនិច្ឆ័យមនុស្សល្ងងមួយពួកទៀតចេះមិនស្ដាប់ការណែនាំតាមផ្លូវព្រះធម៌ដែលបណ្ឌិតបានទូមានក៏ដល់នៅសេចក្តីវិនិច្ឆ័យបណ្ឌិតជ្រាបច្បាស់នៅសច្ចធម៌មិនផ្កប់ចិត្តខ្លួនឯងមិនផ្កប់ចិត្តអ្នកដទៃប្រកាសតែទីការពិតហើយចេញពីភ័យទៅកម្មទីខ្សែងខ្សានសូមអនុមោទនា7សូករជាដកបេដកលេខ58ទំព័រ69និងអត្ថកថាព្រះភគវាការដែលព្រះអង្គគង់ប្រថាប់នៅនាព្រះចេតពុនមហាវិហារព្រះអង្គទ្រង់ប្ររពព្រះថេរៈចាស់មួយអង្គត្រាស់នៅព្រះធម្មទេសនានេះថាចតុបបាតោអាហង្សមៈដូចនេះជាដើមសេចក្តីពិស្ដារថាក្នុងថ្ងៃមួយការស្ដាប់ព្រះធម៌បានប្រព្រឹត្តទៅរហូតដល់ពាក់កណ្ដាលនៃរាត្រីព្រះបរមសាស្តាទ្រង់ប្រថាប់ឈរលើផែនកែមនីចិត្តទ្វាព្រះគន្ធកុដប្រទានសុគតោវាទដល់ពួកភិក្ខុហើយព្រះអង្គស្ដេចទ្រង់ចូលកាន់ព្រះគន្ធកុដព្រះធម្មសេនាបតីសិរីបុត្រថ្វាយបង្គំព្រះបរមសាស្តាហើយបាននិមន្តទៅកាន់បរិវេណរបស់ខ្លួនឯព្រះមហាមុគលានក៏បាននិមន្តទៅកាន់បរិវេណរបស់ខ្លួនដែរសម្រាប់មួយសន្ទុះទៅនិមន្តមករកព្រះសិរីបុត្រហើយសួរបញ្ហាព្រះធម្មសេនាបតីបានដោះស្រាយនៅបញ្ហាដែលព្រះមហាមុគលានសួរហើយជាបន្តបានធ្វើឲ្យជាច្បាស់ដោយធ្វើប្រចាំឲ្យប្រកាសនៅលើមេឃដូចនោះឯងក្នុងសម័យនោះក៏មានបរិស័ទ4ចំពោះនៅអង្គុយស្ដាប់ព្រះធម៌ផងដែរពេលនោះមានព្រះថេរៈចាស់មួយអង្គគិតថាអាត្មាអញនឹងញាស់ព្រះសិរីបុត្រសួរបញ្ហាកណ្ដាលបរិស័ទមួយយ៉ាងទៀតកាលបរិស័ទនេះដឹងថាអាត្មាអញជាពហុសូតក៏នឹងធ្វើសក្ការៈព្រមទាំងលើកដំកើងព្រះថេរៈចាស់បានក្រោកឡើងចាក់រវាងបរិស័ទចូលទៅរកព្រះសិរីបុត្រហើយបានឈរនៅត្រង់កន្លែងមួយទើបពោលថាមនាលអាวุសោសិរីបុត្រខ្ញុំប្រកាសណានឹងសួរបញ្ហាមួយចំពោះលោកសូមលោកឲ្យឱកាសឲ្យការវិនិច្ឆ័យដល់ខ្ញុំប្រកាសណា
ដោយអមក៏បានដោយត្រង់ក៏បានក្នុងការតេះដៀលក៏បានក្នុងការលើកដំកើងក៏បានក្នុងសេចក្តីវិសេសក៏បានមិនវិសេសក៏បានព្រះធម្មសេនាបតីសម្លឹងមើលព្រះថេរៈចាស់នោះហើយគិតថាភិក្ខុចាស់នេះតាំងនៅក្នុងសេចក្តីចរណែនល្ងងខ្លៅមិនដឹងអ្វីសោះឡើយហើយក៏មិនបានមានព្រះថេរៈដីកាអ្វីនឹងភិក្ខុចាស់នោះដែរដាក់ផ្លិតចុះក្រោកជាអាសនៈចូលទៅកាន់បរិវេណសូម្បីព្រះមហាមុគលានក៏បានចូលទៅកាន់បរិវេណនៃខ្លួនដូចគ្នាដែរពួកមនុស្សនាំគ្នាក្រោកឡើងប្រកាសថាពួកយើងចូលចាប់ភិក្ខុចាស់ចិត្តអាក្រក់នេះដែលបានធ្វើឲ្យពួកយើងខានស្ដាប់ព្រះធម៌ដ៏ពិរោះដូច្នោះហើយក៏នាំគ្នាដេញតាមទៅព្រះថេរៈចាស់នោះបានរត់ទៅធ្លាក់ក្នុងវជ្ជកតពេញដោយលាមកព្រោះហេតុជន់ក្តារបង្គន់ត្បាក់នៅខាងក្រោយឆ្ងាយពីវិហារហើយក្រោកឡើងមកទាំងដែលប្រឡាក់សុទ្ធតែលាមកពួកមនុស្សឃើញដូច្នោះនាំគ្នារង្គៀបានទៅគាល់ព្រះបរមសាស្តាព្រះបរមសាស្តាទ្រង់ទូលប្រណេតឃើញមនុស្សទាំងអស់នោះទើបព្រះអង្គទ្រង់ត្រាស់សួរថាឧបាសកឧបាសិកាទាំងឡាយពួកអ្នកទាំងឡាយមកធ្វើអ្វីខុសពេលវេលាដូច្នេះពួកភិក្ខុទាំងនោះបាននាំគ្នាក្រាបទូលសេចក្តីទាំងអស់ដល់ព្រះដ៏មានព្រះភិក្ខព្រះបរមសាស្តាត្រាស់ថាឧបាសកឧបាសិកាទាំងឡាយភិក្ខុចាស់នេះវាយរឹកក្រអឺតមិនដឹងកម្លាំងរបស់ខ្លួនធ្វើការប្រៀបផ្ទឹមខ្លួនជាមួយនឹងអ្នកដែលមានកម្លាំងខ្លាំងក្លាក្រៃលែងហើយបានធ្លាក់រណ្ដៅលាមកមិនត្រឹមតែក្នុងពេលនេះប៉ុណ្ណឹងទេសំបីក្នុងកាលមុនភិក្ខុចាស់នេះក៏ធ្លាប់វាយរឹកក្អេងក្អាងមិនដឹងកម្លាំងរបស់ខ្លួនធ្វើការប្រៀបផ្ទឹមខ្លួនជាមួយនឹងអ្នកដទៃដែលមានកម្លាំងដ៏ខ្លាំងក្លាហើយក៏ប្រឡាក់ខ្លួនក្នុងរណ្ដៅលាមកដែរកាលឧបាសកនិងឧបាសិកាទាំងឡាយទូលអារាធនាទើបទ្រង់នាំរឿងក្នុងអតីតកាលមកត្រាស់សម្ដែងដូចតទៅក្នុងអតីតកាលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងព្រះនគរព្រះរាណសីព្រះបរមពុទ្ធិសត្វសោយព្រះជាតិជារាជសីអាស្រ័យនៅក្នុងគុហាភ្នំជិតហេមវន្តប្រទេសក្នុងទីមិនឆ្ងាយអំពីភ្នំនោះមានជ្រូកដ៏ច្រើនអាស្រ័យនៅនឹងស្រះមួយឯព្រះតបោះទាំងឡាយក៏អាស្រ័យនឹងបណ្ណសាលាក្បែរស្រះនោះផងដែរថ្ងៃមួយរាជសីបរិភោគអាហារគ្រប់គ្រាន់ហើយបានចុះទៅកាន់ស្រះនោះឃើញជ្រូកធាត់មួយទើបគិតថាថ្ងៃណាមួយយើងនឹងបរិភោគនៅសាច់ជ្រូកនេះដើម្បីកុំឲ្យជ្រូកនេះផ្អើលលែងមកកាន់ទីនេះទៀតយើងត្រូវតែកិច្ចទៅម្ខាងសិនលុះរាជសីគិតដូច្នោះហើយទើបឡើងចាក់ស្រះកិច្ចទៅផ្លូវម្ខាងឯចំណែកជ្រូកក៏បានសម្លឹងមើលឃើញរាជសីហើយគិតថារាជសីនេះគ្រាន់តែឃើញយើងភ្លាមក៏មិនហ៊ានចូលមកចិត្តឡើយព្រោះខ្លាចអំណាចយើងបានកិច្ចខ្លួនចេញទៅថ្ងៃនេះយើងគួរប្រយុទ្ធគ្នាជាមួយនឹងរាជសីនេះជ្រូកគិតដូច្នោះហើយទើបស្រែកហៅរាជសីឲ្យមកតស៊ូជាមួយគ្នាដោយពាក្យដូចនេះថាមនាលសម្លាញ់យើងមានជើង4ឯអ្នកក៏មានជើង4ដូចគ្នាដែរអ្នកចូលត្រឡប់មកប្រយុទ្ធគ្នាសិនអ្នកខ្លាចយើងឬទើបកិច្ចទៅដូច្នោះរាជសីបានស្ដាប់ពាក្យរបស់ជ្រូកហើយទើបពោលថាមនាលជ្រូកសម្លាញ់ថ្ងៃនេះយើងមិនប្រយុទ្ធជាមួយនឹងអ្នកទេចាំ7ថ្ងៃទៀតសូមមកប្រយុទ្ធគ្នានៅទីនេះហើយក៏កិច្ចទៅជ្រូករីករាយសប្បាយណាស់ព្រោះខ្លួននឹងបានប្រយុទ្ធជាមួយរាជសីទើបពោលរឿងនោះឲ្យដល់ពួកញាតិស្ដាប់ហើយនាំគ្នាតក់ស្លុតភ័យខ្លាចនិយាយឡើងថាអ្នកឯងនាំពួកយើងទាំងអស់គ្នាឲ្យដល់នៅសេចក្តីវិនាសគ្រានេះហើយអ្នកឯងមិនដឹងកម្លាំងរបស់ខ្លួនទើបប្រាថ្នាប្រយុទ្ធជាមួយនឹងរាជសីនឹងមកធ្វើឲ្យយើងទាំងអស់ដល់នៅសេចក្តីស្លាប់ជ្រូកម្ចាស់ខ្លួនក៏ភ័យតក់ស្លុតហើយពោលថាឥឡូវនេះឲ្យខ្ញុំធ្វើដូចម្ដេចទើបល្អជ្រូកជាញាតិបានប្រាប់ថាអ្នកឯងចូលទៅកាន់ទីបន្ទោបង់លាមកនៃពួកតបោះចុះប្រឡាក់ខ្លួននឹងលាមកឲ្យសមជោគហើយនៅរងចាំឲ្យខ្លួនស្ងួត7ថ្ងៃដល់ថ្ងៃទី7ចូលអ្នកឯងធ្វើខ្លួនឲ្យសើមដោយទឹកសន្សើមហើយទៅកាន់ទីប្រយុទ្ធមុនរាជសីចូលសង្កេតមើលខ្យល់គឺអ្នកឯងត្រូវឈរនៅពីលើខ្យល់ព្រោះថារាជសីជាសត្វស្អាតនិងធំក្លិនស្អុយខ្លួនរបស់អ្នកហើយនឹងប្រគល់ជ័យជំនះឲ្យអ្នកឯងជ្រូកបានធ្វើតាមពាក្យរបស់ពួកញាតិក្នុងថ្ងៃទី7ក៏បានទៅកាន់ទីប្រយុទ្ធ
រាជសីបានភូមិក្លិនគូប្រយុទ្ធក៏ដឹងថាខ្លួនជ្រូកប្រឡាក់សតតែលាមកទៅពោលថាមនាលសម្លាញ់ជ្រូកអ្នកគិតដោយឧបាយល្អណាស់ប្រសិនបើអ្នកមិនប្រឡាក់លាមកទេយើងនឹងសម្លាប់អ្នកឯងត្រង់នេះប៉ុន្តែឥឡូវនេះយើងមិនអាចខំខ្លួនអ្នកដោយមាត់ជន់ខ្លួនអ្នកដោយជើងបានឡើយយើងឲ្យអ្នកឈ្នះហើយទៅពោលនៅគេថាអសុចិពោតិលោមោសេទុកន្ថោវាសិសូករៈសច្ចេយុញ្ចិតុកាមោសេជាយ៉ាងសម្យតេមិតេតេមនាលសូករៈអ្នកមានកាយស្មុកក្រោកមានរោមប្រឡាក់ដោយវត្ថុស្អុយមានក្លិនអាក្រក់បក់ទៅបើអ្នកចង់ច្បាំងគ្នាមនាលសម្លាញ់យើងឲ្យជ័យជំនះដល់អ្នកក្នុងបណ្ដាបទទាំងនោះបទថាពោតិលោមោសេបានដល់រោមមានក្លិនស្អុយព្រោះប្រឡាក់ដោយលាមកបទថាទុកកានធោវាយសេបីដកថាវាសេគឺមានក្លិនបដិគោលគួខ្ពើមដល់ក្រៃលែងបកផ្សាយចេញទៅបទថាជាយ៉ាងសមតេមិតេបានដល់យើងឲ្យអ្នកឈ្នះរាជសីកាដែលពោលថាយើងចាញ់ហើយអ្នកចូលទៅចោះដូច្នេះហើយក៏ត្រឡប់ចាស់អំពីទីនោះទៅរកអាហារហឹកទឹកក្នុងស្រះចូលទៅកាន់គុហាភ្នំវិញទៅឯចំណែកជ្រូកបានត្រឡប់ទៅប្រាប់ពួកញាតិថាយើងឈ្នះរាជសីហើយពួកជ្រូកទាំងនោះនាំគ្នាតក់ស្លុតខ្លាចរាជសីនឹងត្រឡប់មកនៅថ្ងៃណាមួយទៀតរួចហើយនឹងសម្លាប់ពួកយើងស្លាប់អស់ទើបនាំគ្នារត់ទៅកាន់ទីដតីព្រះបរមសាស្តាការដែលព្រះអង្គទ្រង់នាំព្រះធម៌ទេសនានេះមកហើយព្រះអង្គប្រជុំជាដកថាជ្រូកប្រឡាក់លាមកក្នុងកាលនោះបានមកជាភិក្ខុចាស់ក្នុងគ្រានេះចំណែករាជសីបានមកជាតថាគតនេះឯងចប់សូករៈជាដកអាចគួរជ្រាបបាបរមែងប្រឡាក់នៅអ្នកធ្វើបាបហិរិប្រែថាខ្ពើមបាបឃើញបាបដូចជាលាមកមនុស្សល្ងងតែងឆក់ឱកាសគិតថាខ្លួនឯងអស្ចារ្យនឹងចង់ឈ្នះអ្នកដទៃទីបំផុតត្រូវលំបាកខ្លួនចាញ់ទាំងខ្លួនឯងចាញ់ទាំងធម្មជាតិបណ្ឌិតមិនគិតថាខ្លួនឯងអស្ចារ្យអ្វីឡើយមិនគិតយកប្រៀបលើអ្នកដទៃហើយក៏មិនគិតថាចាញ់ប្រៀបគេដែរមានចិត្តស្ងប់រងាប់ឃើញអ្វីជាធម្មជាតិម្យ៉ាងទៅតាមហេតុដែលមាន8មាតុបោសកៈជាដកបៃដកលេខ59ទំព័រ210និងអត្ថកថាព្រះបរមសាស្តាការដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាព្រះចេតពុទ្ធមហាវិហារទ្រង់បានប្ររពភិក្ខុអ្នកចិញ្ចឹមមេដាទើបត្រាស់នៅព្រះធម៌ទេសនានេះថាតាសនេកសៈវពវាសេនៈដូចនេះជាដើមរឿងបច្ចុប្បន្នដូចគ្នានឹងរឿងសវណ្ណសាមនោះឯងព្រះបរមសាស្តាត្រាស់ហៅភិក្ខុទាំងឡាយមកហើយទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយពួកអ្នកទាំងឡាយកុំឲ្យលើកទោសភិក្ខុនេះឡើយបណ្ឌិតទាំងឡាយពីបុរាណសូម្បីកើតក្នុងកំណត់សត្វទេរិឆានការដែលប្រត់ចាកពីមេដាក៏មានខ្លួនស្គាំងស្គមប្រអត់អាហារ7ថ្ងៃទោះបីមានភោជនដ៏សមគួរដល់ព្រះរាជាក៏ដោយក៏គិតថាយើងប្រត់ចាកមេដាហើយនឹងមិនបរិភោគឡើយការដែលភិក្ខុអារាធនាហើយព្រះអង្គទើបនាំអតីតនិទានមកសម្ដែងដូចតទៅក្នុងអតីតកាលការដែលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសីគ្រានោះព្រះបរមពុទ្ធិសត្វកើតក្នុងកំណត់ដំរីក្នុងដែនដីនៃព្រៃហេមពៀនមានសម្បុរសក្បោះរូបរាងស្អាតគួរស្រឡាញ់និងគួរជ្រះថ្លាសម្បូរដោយលក្ខណៈនិងមានដំរី 8000 ជាបរិវារចំណែកមេដារបស់ព្រះបរមពោធិសត្វជាដំរីងងឹតភ្នែកព្រះបរមពោធិសត្វបានឲ្យផ្លែឈើមានរសឆ្ងាញ់ដល់ដំរីទាំងឡាយបញ្ជូនទៅកាន់សំណាក់នៃមេដាដំរីទាំងឡាយមិនបានឲ្យដល់មេដាឡើយទំពាស៊ីខ្លួនឯងអស់ព្រះបរមពោធិសត្វកំណត់ដឹងរឿងនោះក៏គិតថាយើងនឹងលះបង់ពួកវងហើយចិញ្ចឹមតែមេដាប៉ុណ្ណោះលុះដល់ពេលយប់កាលដែលដំរីដតីមិនបានដឹងទើបនាំមេដាទៅកាន់ជើងភ្នំឈ្មោះថាចាន់ដូរណៈហើយទុកដាក់មេដានៅនឹងគុហាភ្នំដែលជាភ្នំជាប់ជួរគ្នាមកចុងមកខាងទៀតឆ្ងាយពីគ្នាហើយចិញ្ចឹមមើលថែ
សម័យនោះមានព្រានព្រៃម្នាក់អ្នកក្រុងពារាណសីបានវង្វេងផ្លូវការដែលមិនអាចកំណត់ទៅបានទើបស្រែកយំដោយសំឡេងខ្លាំងៗព្រះបរមពោធិសត្វបានឮសំឡេងរបស់ព្រានព្រៃនោះគិតថាបរោះនេះជាមនុស្សប្រាសចៈទីពឹងការដែលមានយើងនៅទីនេះបរោះនេះក៏បីវិនិច្ឆ័យក្នុងទីនេះគឺមិនសមគួរដល់យើងឡើយគិតដូច្នោះហើយទើបដើរសំដៅទៅរកព្រានបានឃើញដំរីក៏រត់ប្រោះភ័យខ្លាចព្រះបរមពោធិសត្វទៅពោលថាមនាលបរោះដ៏ចម្រើនអ្នកមិនមានភ័យព្រោះអាស្រ័យយើងឡើយអ្នកឈប់រត់ទៅព្រោះហេតុអ្វីទើបអ្នកស្រែកយំក្នុងទីនេះដូច្នេះព្រានឆ្លើយថាបបិទ្ធនាយខ្ញុំជាមនុស្សវង្វេងផ្លូវថ្ងៃនេះជាថ្ងៃទី7ហើយព្រះបរមពោធិសត្វពោលថាមនាលបរោះដ៏ចម្រើនអ្នកកុំភ័យខ្លាចឡើយយើងនឹងនាំអ្នកឲ្យទៅដល់ដែនដីនៃមនុស្សដូច្នេះហើយទើបឲ្យព្រានអង្គុយលើខ្នងរបស់ខ្លួននាំចេញពីព្រៃទៅចំណែកព្រានជាមនុស្សអាក្រក់គិតថាយើងទៅកាន់ព្រះនគរហើយនឹងទូលព្រះរាជាព្រានបានធ្វើដើមឈើឲ្យជាគ្រឿងសម្គាល់និងចំណាំភ្នំទាំងឡាយហើយចេញទៅកាន់ក្រុងពារាណសីក្នុងការនោះដំរីមង្គលរបស់ព្រះរាជាបានធ្វើការលកិរិយាទៅព្រះរាជាបានត្រាស់បង្គាប់ឲ្យវាយស្គរស្រែកប្រកាសថាបើនរណាបានឃើញដំរីមានខ្លួនសមរម្យសមជាដំរីមង្គលក្នុងទីណាមួយបុគ្គលនោះចូលប្រាប់ព្រាននោះបានចូលទៅគាល់ព្រះរាជាហើយទូលថាបបិទ្ធព្រះសម្មាទិទេពខ្ញុំព្រះអង្គបានឃើញស្ដេចដំរីមានខ្លួនល្អសក្បោះសមដើម្បីនឹងធ្វើការវឹកហាត់ខ្ញុំព្រះអង្គនឹងបង្ហាញផ្លូវទៅសូមព្រះអង្គទ្រង់បញ្ជូននៃហដ្ឋាចារ្យឲ្យទៅជាមួយនឹងទូលព្រះបង្គំជាខ្ញុំចុះព្រះរាជាត្រាស់ទទួលពាក្យរបស់នៃព្រានព្រៃហើយទើបត្រាស់ថាពួកអ្នកចូលធ្វើព្រានព្រៃនេះឲ្យជាអ្នកនាំផ្លូវទៅចូលនាំមកនៅស្ដេចដំរីដែលព្រានព្រៃនេះបាននិយាយហើយដូច្នេះហើយព្រមដោយព្រានព្រៃនោះទើបស្ដេចបញ្ជូននៃហដ្ឋាចារ្យព្រមដោយបរិវារដោយច្រើននៃហដ្ឋាចារ្យទៅជាមួយនឹងបរោះជាព្រានព្រៃឃើញដំរីព្រះបរមពោធិសត្វកំពុងតែចូលទៅរកអាហារព្រះបរមពោធិសត្វឃើញនៃហដ្ឋាចារ្យហើយអធិដ្ឋានថាភ័យនេះប្រកាសជាកើតឡើងចាក់សំណាក់បរោះអាក្រក់នោះហើយចំណែកយើងជាអ្នកមានកម្លាំងច្រើនអាចកម្ចាត់ដំរីបានទាំងពាន់ដំរីការដែលក្រោតហើយអាចនឹងធ្វើពាហនៈរបស់មេតបព្រមទាំងដែនឲ្យវិនិច្ឆ័យទៅបានព្រោះដូច្នោះថ្ងៃនេះបើគេយកលំពេងមកចាក់ក្បាលយើងក៏យើងមិនក្រោតដែរដូច្នេះហើយព្រះបរមពោធិសត្វក៏បង្អោនសីស័កចុះចូលរួចឈរនៅស្ងៀមនៃហដ្ឋាចារ្យចុះកាន់ស្រះបតុមឃើញភាពសម្បូរក្នុងលក្ខណៈរបស់ព្រះបរមពោធិសត្វនោះទៅពោលថាមកតាមយើងណាអ្នកដ៏ចម្រើននៃហដ្ឋាចារ្យក៏ចាប់ប្រមោយដែលដូចជាភួងប្រាក់ធ្វើដំណើរអស់7ថ្ងៃទៅដល់ក្រុងពារាណសីចំណែកមេដារបស់ព្រះបរមពោធិសត្វការដែលមិនឃើញបុត្រមករកខ្លួនក៏សោយសោកយំរៀបរាប់ថាអោប្រកាសជាព្រះរាជានិងមហាអាមាត្យនៃព្រះរាជានាំយកកូនរបស់យើងទៅហើយឥឡូវនេះព្រៃឈើនឹងចម្រើនព្រោះប្រាសចាកនៅបុត្ររបស់យើងដូច្នេះហើយទៅពោលនៅគាថាពីរគាថាដែលមានសេចក្តីថាដើមពូនស្វាផងដើមខ្លែងគង់ផងដើមទទឹមនិងស្មៅធំឈ្មោះករៈវរៈផងក្រអៅឈូកនិងស្រងែផងនិងដុះទ្រពទ្រុលហើយទាំងដើមកនិកាចិត្តជើងភ្នំក៏នឹងចេញផ្កាដែរព្រោះតែដំរីនោះមិននៅក្នុងស្រុកឬក្នុងនិគមណាមួយដែលព្រះរាជាឬព្រះរាជកុមារណាមួយមានគ្រឿងអភិរណៈជាវិការៈនៃមាសរមែងចិញ្ចឹមនៅស្ដេចដំរីដោយដុំនៃភុជនត្បិតដំរីដែលព្រះរាជាឬព្រះរាជាកុមារគង់ហើយរមែងមិនតក់ស្លុតក្នុងសង្គ្រាមអាចនឹងទម្លុះទម្លាយនៅក្រោះនៃពួកបច្ចាមិត្តមេដានៃព្រះបរមពោធិសត្វមិនបានគិតពីខ្លួនឯងដែលអត់មានអ្នកចិញ្ចឹមហើយព្រោះរវល់តែនឹកដល់បុត្ររវើរវាយរាប់ឈើរាប់ព្រៃនិងនឹកដល់អ្នកដែលនាំបុត្ររបស់ខ្លួនទៅនោះ
សូមឲ្យចិញ្ចឹមបុត្ររបស់យើងជាស្ដេចដំរីដែលចិញ្ចឹមម្ដាយដោយដុំបាយដែលចម្រើនល្អដោយភោជនជាភោជនសមគួរដល់ព្រះរាជាទៀតផងចំណែកនេះហដ្ឋាចារ្យនៅក្នុងរវាងផ្លូវក៏ផ្ញើសាសទៅដល់ព្រះរាជាបានត្រាស់បង្គាប់ឲ្យតាក់តែងព្រះនគរនេះហដ្ឋាចារ្យនាំព្រះបរមពោធិសត្វដែលគេប្រោះព្រំដោយគ្រឿងក្រអូបនិងប្រដាប់តាក់តែងចូលទៅក្នុងរោងដំរីដែលរោងដំរីមានចងវាំងននដ៏វិចិត្រនិងចងពីដានដ៏ល្អពីខាងលើហើយឲ្យក្រាបទូលដល់ព្រះរាជាទ្រង់នាំភោជនដែលមានរសយ៉ាងប្រណិតផ្សេងមកឲ្យដល់ព្រះបរមពោធិសត្វព្រះបរមពោធិសត្វគិតថាយើងប្រត់ពីម្ដាយហើយនឹងមិនទទួលបរិភោគនៅអាហារឡើយហើយក៏មិនទទួលអាហាររបស់ព្រះរាជាលំដាប់នោះព្រះរាជាការដែលត្រូវអង្វរព្រះបរមពោធិសត្វទើបត្រាស់នៅប្រគាថាដែលមានសេចក្តីថាមនាលដំរីអ្នកចូលទទួលពំនុតភោជនចោះមនាលដំរីអ្នកកុំស្គមឡើយមនាលដំរីរាជកិច្ចទាំងឡាយមានច្រើនអ្នកនឹងធ្វើនៅរាជកិច្ចទាំងនោះព្រះបរមពោធិសត្វបានស្ដាប់ដូច្នោះហើយទើបពោលនៅគាថាដែលមានសេចក្តីថាមេដំរីនោះជាសត្វកំព្រាខ្វាក់ភ្នែកការដែលមិនមានគេដឹកនាំមុខតែទង្គិចជើងនិងដង្កត់ឈើហើយដួលនៅដោយបែរមុខទៅរកភ្នំច័ន្ទដូរណៈជាមិនខានលំដាប់នោះព្រះរាជាការដែលនឹងត្រាស់សួរទៅស្ដេចដំរីទើបត្រាស់នៅប្រគាថាដែលមានសេចក្តីថាមនាលដំរីដោយចម្រើនមេដំរីខ្វាក់ភ្នែកមិនមានគេដឹកនាំមុខតែទង្គិចជើងនិងទឹកដង្កត់ឈើហើយដួលនៅដោយបែរមុខទៅរកភ្នំច័ន្ទដូរណៈនោះតើត្រូវជាអ្វីនឹងអ្នកស្ដេចដំរីជាព្រះបរមពោធិសត្វបានតបដោយព្រះគាថាដែលមានសេចក្តីថាបបិទ្ធមហារាជមេដំរីខ្វាក់ភ្នែកមិនមានគេដឹកនាំមុខតែទង្គិចជើងនិងដង្កត់ឈើហើយដួលនៅដោយបែរមុខទៅរកភ្នំច័ន្ទដូរណៈនោះត្រូវជាមេដារបស់ទូលព្រះបង្គំជាខ្ញុំព្រះរាជាទ្រង់ព្រះសណ្ដាប់នៅសេចក្តីនោះហើយការដែលនឹងត្រាស់ឲ្យលែងនៅស្ដេចដំរីទើបត្រាស់នៅប្រគាថាដែលមានសេចក្តីថាអ្នកទាំងឡាយចូលលែងនៅស្ដេចនៃដំរីនោះដែលជាសត្វចិញ្ចឹមនៅមេដាចូលឲ្យស្ដេចដំរីបានជួបជុំនឹងមេដាព្រមទាំងញាតិទាំងពួងចុះព្រះបរមពោធិសត្វជាស្ដេចដំរីក្នុងព្រៃហេមពៀនបានចេញចាក់វងមកចិញ្ចឹមម្ដាយខ្វាក់ភ្នែកបើវាចាក់ព្រះបរមពោធិសត្វហើយមេដាក៏នឹងអស់ជីវិតពិតពុំខានឯព្រះបរមពោធិសត្វបើវាចាក់មេដាហើយក៏មិនត្រូវការភាពជាធំឡើយថ្ងៃនេះមេដានឹងខ្លួនឯងបានអត់អាហារ7ថ្ងៃហើយប្រហែលដូច្នោះទើបព្រះរាជាទ្រង់ត្រាស់ឲ្យដោះលែងជាប្រញាប់នៅស្ដេចដំរីជាមហានាគដ៏ប្រសើរអភិសម្ពុទ្ធគាថាមុតតវៈពន្ធនានាគោកាសេរេជេនៈពេសេតោមោហុតតាំងអសសិទ្ធវានៈអគាមាយេនបបតោស្ដេចដំរីគ្រាន់តែរួចចាក់ចំណងភ្លាមដែលព្រះរាជាដែនកាសីបានបញ្ជូនទៅសម្រាប់ខ្លួនតែមួយរំពេចគឺដើរសំដៅទៅរកភ្នំតតោសោនិលនាងគន្ទ្វាសីតាំងកុញ្ជៈរសេវិតាំងសោនដេយៈឧតកៈមេហេថ្វាមេតរាំងអភិសិញ្ចថាស្ដេចដំរីនោះចេញទៅអំពីភ្នំនោះដើរទៅកាន់ស្រះឈូកជាកន្លែងពួនសំងំដ៏ត្រជាក់ដែលខ្លួនធ្លាប់សែបអាស្រ័យនៅហើយដងទឹកដោយប្រមោយយកមកស្រោចស្រាប់មេដាស្ដេចដំរីនោះផុតចាកចំណងបានសម្រាកមួយផ្លែតហើយសម្ដែងធម៌ដល់ព្រះរាជាដោយទស្សពិតរាជធម៌ហើយថ្វាយឱវាទថាបពិតមហារាជសូមព្រះអង្គកុំជាបុគ្គលប្រមាថឡើយការដែលមហាជនបូជាដោយគ្រឿងសក្ការៈមានផ្កាកម្រងនិងគ្រឿងក្រអូបជាដើមស្ដេចដំរីបានចេញពីព្រះនគរក្នុងពេលនោះព្រះបរមពោធិសត្វជាស្ដេចដំរីបានគិតថាយើងមិនតាន់ឲ្យមេដាយើងបរិភោគយើងខ្លួនឯងគឺមិនត្រូវបរិភោគឡើយដូច្នេះហើយទៅហួសទៅកាន់យកមើមឈូកនិងក្រអៅឈូកជាច្រើនព្រមជាមួយនឹងទឹកពេញប្រមោយ
មកកាន់សំណាក់មេដាដែលដេកនៅឯគុហាភ្នំហើយស្រោចទឹកលើសីស័ករបស់មេដាដើម្បីឲ្យខ្លួនប្រាណមានសម្ផស្សហើយប្រព្រឹត្តទៅបានព្រោះអាហារច្រើនថ្ងៃមកហើយព្រះបរមសាស្តាការដែលព្រះអង្គទ្រង់ធ្វើឲ្យជិតច្បាស់នៅសេចក្តីទាំងអស់នេះទើបទ្រង់ត្រាស់នៅប្រគាថាពីរគាថាដោយប្រការដូចនេះឯងចំណែកមេដារបស់ព្រះបរមពោធិសត្វគិតថាជាភ្លៀងធ្លាក់ទើបពោលគាថាដែលមានសេចក្តីថាភ្លៀងអ្វីនឹងផ្ដេសផ្ដាស់បង្អល់ចុះពុំត្រូវតាមកាលសោះបត់បង្កើតរបស់យើងដែលជាអ្នកទំនុកបំរុងយើងទៅបាត់ហើយតាលំដាប់នោះព្រះបរមពោធិសត្វដើម្បីឲ្យម្ដាយសប្បាយចិត្តទៅពោលនៅគាថាដែលមានសេចក្តីថាបបិទ្ធអ្នកម៉ែសូមអ្នកម៉ែក្រោកឡើងសម្រានធ្វើអ្វីទៀតខ្ញុំជាបុត្របង្កើតរបស់ម៉ែដែលព្រះរាជាដែនកាសីទ្រង់ប្រកបដោយព្រះបរិញ្ញាញាណមានយសបរិវារច្រើនព្រះអង្គបានដោះលែងកូនមកវិញហើយសូមម៉ែទទួលចំណីអាហារចុះដំរីសប្បាយចិត្តណាស់ការដែលអនុមោទនាដល់ព្រះハរតីល្អរបស់ព្រះរាជាទៅពោលគេថាចុងក្រោយដែលមានសេចក្តីថាព្រះរាជាអង្គណាបានលែងកូនរបស់ខ្ញុំដែលជាអ្នកកោតក្រែងប្រព្រឹត្តអោនលំទោនចំពោះបុគ្គលចាស់សពកាលសូមព្រះរាជាអង្គនោះញ៉ាំងដែនរបស់ពួកអ្នកកាសីឲ្យចម្រើននិងសូមឲ្យព្រះអង្គគង់ប្រជញ្ញនៅឱកាសដ៏យូរអង្វែងចុះគ្រានោះព្រះរាជាទ្រង់ជ្រះថ្លាក្នុងព្រះគុណរបស់ព្រះបរមពោធិសត្វទ្រង់ត្រាស់បង្គាប់ឲ្យសាងរោងដំរីមិនឆ្ងាយពីក្រុងទីលីនីទើបទ្រង់ផ្ដើមតាំងទុកផាតាហាទុកជានិច្ចដើម្បីព្រះបរមពោធិសត្វនិងមេដាក្រោយមកការដែលមេដាធ្វើការលកិរិយាទៅហើយព្រះបរមពោធិសត្វជាស្ដេចដំរីដ៏ប្រសើរបន្ទាប់ពីទុកដាក់សាកសពមេដាហើយក៏បានធ្វើដំណើរទៅកាន់អាស្រមឈ្មោះករានដកៈដែលទីនោះមានពួកតាបោះ500អង្គលុះចុះពីភ្នំហេមពៀនមកព្រះបរមពោធិសត្វបានថ្វាយទានមានផ្លែឈើផ្សេងដល់ព្រះតាបទទាំងនោះចំណែកព្រះរាជាទ្រង់បង្គាប់ឲ្យសាងរូបហត្ថបដិមាអំពីដុំសិលាមានរូបប៉ុនព្រះបរមពោធិសត្វនឹងឲ្យមហាសក្ការៈប្រព្រឹត្តទៅព្រះរាជាក្នុងចម្ពោះទ្វេប្រជុំគ្នាជាប្រចាំឆ្នាំបានធ្វើបុណ្យឆ្លងរំលឹកគុណស្ដេចដំរីសព្រះបរមសាស្តាគ្រាការដែលនាំព្រះធម៌ទេសនានេះមកហើយទើបទ្រង់ប្រកាសនៅសច្ចៈទាំងឡាយហើយទ្រង់ប្រជុំជាដកថាព្រះរាជាក្នុងគ្រានោះបានជាអនន្តក្នុងការនេះបរោះអាក្រក់ជាព្រានព្រៃបានជាទេវទត្តនេហដ្ឋាចាបានជាសិរីបុត្រមេដំរីមេដានោះបានជាព្រះមហាមាយាទេវីចំណែកស្ដេចដំរីសដ៏ប្រសើរដែលចិញ្ចឹមនៅមេដាគឺតថាគតនេះឯងជាព្រះសម្មាសម្ពុទ្ធចប់មាតុបោសកៈជាដកអត់គួរជ្រាបព្រះបរមពោធិសត្វសំបីកើតក្នុងកំណត់សត្វតិរិឆានក៏នៅមានការតាំងចិត្តគោរពមេត្តាដែលមេត្តានេះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាជាអាហនេយបុគ្គលជាព្រះព្រហ្មជាបុព្វទេពនិងជាបុព្វាចារ្យរបស់បុត្រព្រះបរមពោធិសត្វបានធ្វើទុកក្នុងចិត្តថាដែលឈ្មោះថាមេត្តាគឺជាអ្នកមានឧបការៈគុណច្រើនដល់បុត្រព្រះបរមពោធិសត្វចិញ្ចឹមមេត្តាដោយយកចិត្តទុកដាក់ជាទីបំផុតព្រមទាំងបានថ្វាយទានដល់ព្រះតាបសនៅពេលដែលអត់អំពីមេត្តាទៅព្រះបរមពោធិសត្វមិនធ្វើឲ្យអ្នកមកចាប់ខ្លួនសូម្បីគ្រាន់តែភ័យបន្តិចសោះឡើយហាមសេចក្តីក្រោធបំពេញសិលបារមីជាបារមីដ៏ខ្ពង់ខ្ពស់ក្នុងចរិយានេះព្រះបរមពោធិសត្វជាស្ដេចដំរីមានបរិវារច្រើនមានអានុភាពច្រើនមិនគិតដល់អន្តរាយហើយលះបង់វងបូជាមេត្តាដែលជាខេត្តនៃអ្នកមានឧបការៈព្រះបរមពោធិសត្វឆ្លាតក្នុងប្រយោជន៍ឆ្លៀសក្នុងកិច្ចការនិងមានបញ្ញាសម្ដែងធម៌ថ្វាយព្រះរាជាព្រះបរមពោធិសត្វព្យាយាមទាំងកាយទាំងចិត្តមួយជីវិតជាសត្វប្រសើរព្រះបរមពោធិសត្វអត់ធន់ក្នុងការងារជាពិសេសអត់ធន់ក្នុងកំហុសរបស់ព្រានព្រៃព្រះបរមពោធិសត្វគោរពសន្យារក្សាសម្ដីនិយាយពាក្យពិតមានប្រយោជន៍ទាំងមានភាពស្មោះត្រង់រក្សាទុកក្នុងខ្លួនព្រះបរមពោធិសត្វអធិដ្ឋានថា
បើគេយកលំពេងមកចាក់យើងយ៉ាងណាក៏យើងមិនក្រោធឡើយនឹងអធិដ្ឋានអត់អាហារដល់រាបណាមេត្តានៅមិនតាន់បានបរិភោគព្រះបរមពុទ្ធិសត្វមិនចងសេចក្តីក្រោធថាអ្នកនេះអាក្រក់មិនដឹងគុណអ្នកនេះចាប់យើងឡើយផ្សាយមេត្តាដល់ព្រះរាជាជួយអ្នកដែលមានទុក្ខព្រះបរមពុទ្ធិសត្វមានចិត្តជាកណ្ដាលចំពោះការបូជាដោយលៀបសក្ការៈជាដើមលុះអត់ពីមេត្តាក៏ចេញទៅថ្វាយទានរីករាយជាមួយនឹងពួកព្រះតបោះក្នុងព្រៃសូមអនុមោទនា